រឹងមាំម្ល៉េះហើយសូមឲ្យកូនអរគ្នាបានសាំថ្នាក់ឲ្យកូនអរគ្នាបានរឹងមាំនៅក្នុងសេចក្តីជំនឿនៅផងដែរសូមឲ្យព្រះអង្គបានជួយកូនអរគ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងខ្ញុំម្ចាស់ទុំគុំសូមឲ្យព្រះនាមទ្រង់មិនបរិសុទ្ធរីទ្រង់ឆាប់មកដល់ផាតីទ្រង់បានសម្រេចនៅផែនដីឋានសួគ៌ដែរសូមប្រទានហារកូនត្រការនៅថ្ងៃនេះសូមអត់ទោសការរំលងរបស់កូនឲ្យកូនមិនជាអត់ទោសដល់អ្នកដែលធ្វើខុសនឹងកូនផងដែរសូមកំណំកូនចូលស្ដីបួងឡើយព្រះអង្គឲ្យប្រកូនមិនរួចផុតពីសេចក្តីអាក្រក់អំណាចជាស្ដាសេរីល្អជាបោះផងទ្រង់អកលជានិច្ចខ្ញុំម្ចាស់ក៏តែងតែលិនតួនៅអំពើបាបដែលកូនអស់គ្នាបានធ្វើ6ថ្ងៃកន្លងមកនេះព្រះអង្គហើយធ្វើការនៅក្នុងជីវិតសាច់ឈាមលងបញ្ញត្តិបោះទ្រង់ប្រការណាមួយដេកដើរឈរអង្គុយពាក្យសម្ដីកាយវិការចរិតលក្ខណៈក៏ទ្រង់មេត្តាបានអត់ទោសដល់កូនអស់គ្នានៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គញែកកូនអស់គ្នាចេញជាបរិសុទ្ធសម្អាតចិត្តកូនអស់គ្នាដោយសេចក្តីពិតនៅព្រះបន្ទូលទ្រង់សូមព្រះអង្គបានកាយចរិតលក្ខណៈកូនអស់គ្នាឲ្យកូនអស់គ្នាបានសមជាកូនស្ងួនស្ងៀដល់ព្រះអង្គសាផាតីអាមែនមុននឹងយើងចាប់ផ្ដើមការរៀននៅថ្ងៃព្រឹកថ្ងៃសប្តាហ៍នេះចាគឺយើងបានផ្សាយពីថ្ងៃចាប់ផ្ដើមបងប្អូននឹងហើយព្រោះចាពួកយើងមានបញ្ហាតិចរឿងយានជំនិះរឿងឡានចាពួកយើងខូចឡានហើយទៅចាដល់ខូចឡានទៅកូនគេយកឡានទៅធ្វើការអីចឹងទៅចាហើយដល់ពេលចឹងទៅយើងអត់មានឡានមកសូមព្រះអង្គបានជួយដោះស្រាយនៅក្នុងបញ្ហានេះផងដែរដើម្បីយើងបានចាប់ផ្ដើមនៅម៉ោងថ្ងៃសប្តាហ៍ប៉ុន្តែយើងអរគុណព្រះទោះបីថាកូនអស់គ្នាមិនបានចាប់ផ្ដើមនៅម៉ោងថ្ងៃសប្តាហ៍ក៏មានបងប្អូនផ្សេងដើម្បីរៀនជាមួយបងប្អូនណាចាយើងមានក្រុមបណ្ដាញផ្សេងដែលបងប្អូនផ្សេងដែលបានចាប់ផ្ដើមនៅថ្ងៃសប្តាហ៍ហើយក៏បងប្អូនខ្លះក៏ចាប់ផ្ដើមនៅថ្ងៃព្រឹកឡើងថ្ងៃសប្តាហ៍ម្ល៉េះហើយយើងមានការងារធ្វើគ្រប់គ្នាណាបងប្អូនម្ល៉េះហើយសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអស់គ្នាគ្រប់គ្នាមុននឹងយើងចាប់ផ្ដើមនៅការថ្វាយបង្គំព្រះអង្គនាងខ្ញុំនាំយកជំរាបមួយបទនៅក្នុងថ្ងៃបរិសុទ្ធនេះគឺបរិសុទ្ធព្រោះយើងដឹងថាអត់មានវត្តមានណាបរិសុទ្ធទេគឺមានតែព្រះលើអស់ទាំងព្រះជាស្ដេចលើទាំងអស់ទាំងស្ដេចជាគ្រូពេទ្យលើអស់ទាំងគ្រូពេទ្យដែលទ្រង់បានមកកើតផ្ទៃមេឃផែនដីរបស់សពសារពើនេះដែលព្រះអង្គបរិសុទ្ធចាកូនអស់គ្នាមិនខ្វះម្ដងស្រីល្អផងទ្រង់ដែលទ្រង់មានជីវិតជាដើមជាចុងអូផាអូមេហ្គានេះគឺមានតែទ្រង់មួយទេដែលបរិសុទ្ធអត់បាបបតីរបស់ព្រះអង្គក៏អត់បាបព្រះបន្ទូលរបស់ព្រះអង្គការគិតតម្រេះរបស់ព្រះអង្គគឺអត់មានបាបទាំងអស់ចាកូនអស់គ្នាជាមានបាបម្ល៉េះហើយបានជាអាចជាព្រះបរិសុទ្ធបានហើយព្រះអង្គនេះគឺមិនគ្មានថ្ងៃកំណើតគ្មានថ្ងៃកើតហើយក៏គ្មានថ្ងៃស្លាប់នោះដែរអញ្ចឹងបងប្អូនណាចុះព្រះគ្រីស្ទយាងមកផែនដីសគត់ចាគឺព្រះអង្គមកសគត់ដើម្បីជំនួសបាបជាងទេការគឺព្រះអង្គដើរតួជាព្រះអង្គសង្គ្រោះចាយកជាតិជាមនុស្សដើម្បីលួសបាបកូនអស់គ្នាបើព្រះអង្គមិនបានមកសគត់នៅលើឈើឆ្កាងព្រះអង្គមិនអាចរកកូនដែលបាត់បង់ដែលធ្លាក់អំពើបាបនេះទៅជាមួយព្រះអង្គវិញទេម្ល៉េះហើយកូនអរគុណដល់ព្រះអម្ចាស់ដែលទ្រង់បានប្រទានព្រះបុត្រាមកសគត់នៅលើឈើឆ្កាងជំនួសកូនអស់គ្នាលួសកូនអស់គ្នាឲ្យកូនអស់គ្នាបានបរិសុទ្ធវិញព្រោះទ្រង់មានបន្ទូលថាអញបរិសុទ្ធឯងរាល់គ្នាក៏បរិសុទ្ធគឺមានតែទ្រង់មួយបរិសុទ្ធម្ល៉េះហើយកូនអស់គ្នាបរិសុទ្ធបានដោយអង្គបរិសុទ្ធមកគង់កណ្ដាលកូនអស់គ្នានៅថ្ងៃបរិសុទ្ធនៅជារៀងរាល់ថ្ងៃផងដែរអាមែននេះខ្ញុំនឹងយកខកពី3ខទេចានាងខ្ញុំអានរត់ដកហើយចាយើងត្រូវអានម្ដងទៀតនៅវិវណៈចំពុក4នៅខវិវណៈចំពុក4នៅខ6ខ7ខ8ចុះចាអ្នកណាគេអ្នកស្រីបរិសុទ្ធចាយើងតែងប្រាប់ហើយថាគឺតួជីវិតទាំង4នឹងចាស់ទុំជុំវិញនោះឯងចាដែលព្រះអង្គកំពុងតែជំនុំជម្រះនៅក្នុងទីបរិសុទ្ធបំផុតដែលជំនុំរះមនុស្សស្លាប់ដែលជឿព្រះគ្រីស្ទដល់ត្រាទី6ត្រាសម្រាប់ព្រះវិហារត្រែសម្រាប់អន្តរាយដល់ពិភពលោកអញ្ចឹងគឺពីរហ្នឹងគឺត្រែត្រាបិទត្រែបើកអញ្ចឹងបងប្អូនចាត្រាបិទត្រែបើកឡើងអញ្ចឹងត្រាចំនួនលោកអាដាមត្រែចំនួនលោក
ណូអេឃើញទេត្រាបាត់ត្រែបើកឡើងចាយើងអរគុណព្រះគឺពីរហ្នឹងគឺជាប់គ្នារហូតណាចាអញ្ចឹងយើងអានទាំងអស់គ្នានៅក្នុងអត្តន័យខ6ខ7ខ8ចាឯនៅខាងមុខបល្ល័ង្កនោះមានសមុទ្រកែវដូចជាកែវចរណៃសមុទ្រកែវនៅលើបល្ល័ង្ករបស់ព្រះអង្គបល្ល័ង្កដែលព្រះអង្គកំពុងតែជំនុំជម្រះមនុស្សស្លាប់សពថ្ងៃដែលព្រះអង្គមានក្រាង7នៅដៃខាងស្ដាំរបស់ព្រះអង្គគឺព្រះវរបិតាដែលជាតុលាការដែលនៅលើនោះគឺព្រះអង្គមានក្រាងទាំង7នេះចាដែលកាន់នៅដៃស្ដាំគឺជាប្រវត្តិរបស់ពិភពលោកដែលអ្នកដែលជឿព្រះអង្គហើយទេវតាជាស្មោបន្ទាល់សាក្សីគឺទៅសេទាំងការល្អការអាក្រក់ហើយព្រះអង្គនឹងយកមកបើកត្រានៅជំនុំជម្រះនៅនគរឋានសួគ៌នៅឆ្នាំ1844ណាបងប្អូនមានសមុទ្រកែវដូចជាកែវចរណៃសមុទ្រកែវគឺតំណាងឲ្យជីវិតអកលព្រោះចាគឺមានតែម្សែន44000មកបងធំទេទៅឈរលើសមុទ្រកែវនេះឯងគឺជីវិតអកលហើយនៅកណ្ដាលនឹងជុំវិញបល្ល័ង្កនោះគឺមានតួជីវិត4ដែលមានភ្នែកពេញទាំងមុខទាំងក្រោយចាតួជីវិត4នេះខ្ញុំបានប្រាប់បងប្អូនហើយគឺតំណាងឲ្យបងពួកបរិសុទ្ធ4ក្រុមចាពួកបរិសុទ្ធ4ក្រុមភ្នែកទាំងមុខទាំងក្រោយចាគេមើលឃើញអតីតបច្ចុប្បន្នអនាគតអញ្ចឹង140,000ក៏មានភ្នែក7ទេណាបងប្អូនចាមានភ្នែក7ដែរចា140,000នៅក្នុងសក្តិចំពុក3តាមនាងខ្ញុំចាំចាហើយចាអរគុណដល់ព្រះអង្គចាស់ឯតួទី1ស្រដៀងនឹងសត្វសឹងហើយតួទី2ស្រដៀងកូនគោតួទី3មានមុខដូចជាមនុស្សហើយតួទី4ស្រដៀងនឹងឥន្ទ្រីហើដូចសត្វទី1ស្រដៀងនឹងសត្វសឹងគឺសម័យលោកអាដាមណាបងប្អូនពួកបរិសុទ្ធនៅសម័យលោកអាដាមហើយនេះខ្ញុំចង់ប្រាប់បងប្អូនណាតួជីវិតទាំង4នេះក៏ទៅជាមួយនឹងដង្វាយ daily ដែរចាយើងរៀនពីសាបាសមុនហើយតួជីវិតទាំង4នេះពួកបរិសុទ្ធ4ក្រុមនេះទៅជាមួយនឹងពួកដង្វាយ daily ដែលព្រះអង្គគេដែលរស់ឡើងជាមួយព្រះអង្គទៅជាកណ្ដាប់នឹងដង្វាយ daily ដែលទៅនគរឋានសួគ៌គឺនៅក្នុងម៉ាថាយចំពុក27ខ52 53ដែលព្រះអង្គសគត់3ថ្ងៃហើយរស់ឡើងវិញពួកគេរស់ជាមួយនឹងព្រះអង្គណាចាជាស្មមតលថាព្រះអង្គបានប្រោសពួកគេរស់ឡើងវិញដើម្បីធ្វើជានឹងកវាយកណ្ដាប់កង្វីនៅនគរឋានសួគ៌ចាអីមែនហើយចានៅសម័យលោកអាដាមតួទី2កូនគោនៅសម័យលោកម៉ូសេទី3មានមុខដូចជាមនុស្សនៅសម័យឈើឆ្កាងគឺឈើឆ្កាងគឺកូនមនុស្សគឺព្រះអង្គបានស្គត់នៅលើឈើឆ្កាងចាគឺសម័យព្រះអង្គមកស្គត់នៅលើឈើឆ្កាងហើយទី4ស្រដៀងនឹងសត្វឥន្ទ្រីហើស្រដៀងសត្វឥន្ទ្រីគឺសម័យ140,000សត្វឥន្ទ្រីគឺជាសត្វស្លាប់ដែលហើបានខ្ពស់ជាងគេណាចាគឺពួកគេនេះគឺហៅទៅនគរឋានសួគ៌ចាគឺ140,000សម័យនេះចាតួមានជីវិតទាំង4នោះមានស្លាប់6គ្រប់រូបចាតួជីវិតទាំង4មានស្លាប់6គ្រប់រូបមិនបានមានស្លាប់6ស្លាប់6គឺបើកត្រាទី6បងប្អូនយល់ទេនៅក្នុងទីបរិសុទ្ធបំផុតដែលកំពុងតែជំនុំជម្រះនៅសេចក្តីមនុស្សស្លាប់ដែលជឿព្រះអង្គនៅត្រាទី6គឺបើកត្រាទី6ហ្នឹងគឺស្លាប់6នេះឯងណាចាគ្រប់រូបក៏មានភ្នែកពេញខ្លួននៅជុំវិញហើយក៏ខាងក្នុងដែរចាយើងដឹងថាភ្នែកនាងខ្ញុំបានប្រាប់ហើយតែចេះតែពោលពីឥតឈប់ឈរទាំងយប់ទាំងថ្ងៃថាបរិសុទ្ធគឺព្រះអង្គម្ចាស់ជាព្រះដ៏មានព្រះជាស្ដាបំផុតដែលទ្រង់គង់នៅតាំងតែពីដើមក៏នៅឥឡូវហើយក៏ត្រូវយាងមកទៀតអាមែននៅក្នុងសេចក្តីជំនុំព្រះមនុស្សស្លាប់បរិសុទ្ធស្រែករហូតណាចាប៉ុន្តែសេចក្តីជំនុំព្រះមកដល់អេសេគៀលចំពុក9ព្រះអង្គស្ងាត់កន្លះម៉ោងគឺផ្អាក់
ស្រេចបរិសុទ្ធបងប្អូនផ្អាកស្រេចបរិសុទ្ធហើយអត់មានស្រេចបរិសុទ្ធទៀតទេប៉ុន្តែរួចផុតពីកន្លះម៉ោងហ្នឹងព្រះអង្គជំនុំជម្រះពួកស្លាប់ដែលมันបានចូល140,000ហើយมันបានចូលមកវងធំគឺគេនឹងស្រែកបរិសុទ្ធសាទៀតចាគឺនេះខ្ញុំអរគុណព្រះអម្ចាស់មែនទែនដែលយើងរៀនទៅយើងបានយល់ស្ដីអស់ទាំងនេះចាក្រោយកន្លះម៉ោងគឺជំនុំរះពួកនឹងណាបងប្អូនម្ល៉េះហើយសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអស់គ្នាឲ្យគឺមានតែព្រះអង្គទេដែរបញ្យល់កូនអស់គ្នានាំកូនអស់គ្នាចូលគ្រប់ទាំងស្ដីពិតដើម្បីឲ្យព្រះអង្គបានប្រទានត្រាកូនអស់គ្នាឲ្យកូនបានបរិសុទ្ធដោយជាព្រះអង្គផងដែរមានតែទ្រង់ទេដែលបរិសុទ្ធនោះម្ល៉េះហើយសូមវត្តមានបរិសុទ្ធរបស់ព្រះអង្គមកគុំកដាកូនអស់គ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងថ្ងៃនេះខ្ញុំម្ចាស់ទូលមកគុំទាំងអស់គ្នាក៏សូមច្រៀងសរសើរបង្កើនព្រះអង្គនៅថ្ងៃបរិសុទ្ធគឺបរិសុទ្ធព្រះដ៏មានបជនរស់នៅអស់កលជានិច្ចអេមែនហាឡេលូយ៉ាតែយើងច្រៀងទាំងអស់គ្នានៅលេខ1បរិសុទ្ធហ៎ច្រៀងគោមិនដាច់គង់ជឿរខូចអូខេអញ្ចឹងក៏បាននាងខ្ញុំមកបានហាត់ចម្រៀងនឹងផងដែរចម្រៀងនឹងតឹងតិចណាបងប្អូនចាចម្រៀងនឹងបរិសុទ្ធនឹងតឹងតិចថានាងខ្ញុំគិតថាចាក់ចម្រៀងនឹងដើម្បីជួយស្រែកច្រៀងឥឡូវយើងអត់មានភ្លេងយើងច្រៀងគោកសំព្រះអង្គជួយកូននៅថ្ងៃបរិសុទ្ធផងដែរព្រោះចាស់កូនក៏មិនបានpractice នៅចម្រៀងនេះដែរសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាដើម្បីកូនអស់គ្នាបានច្រៀងសរសើរព្រះអង្គគោកដោយផ្ទាល់ផងដែរចាស្អាតកបន្តិចចាអូខេ1 2 3បរិសុទ្ធព្រះដ៏មានព្រះភានុភាពនៅប្រលឹមស្រាងខ្ញុំច្រៀងបុត្រសូស្អើដំកើនព្រះអង្គបរិសុទ្ធទ្រង់មានព្រះតេសូភិមគឺព្រះដ៏មានគុណធ្ងន់ក្រៃអិនសៅមកបរិសុទ្ធអូពោសក្រាបបងគុំទាំងថ្វាយមង្គលពេញដល់ព្រះអង្គដ៏មានព្រះជន្មរស់នៅអពួរនៅលើឋានសួគ៌ក្រាបចាំសង់លើពីរមថ្វាយព្រះដ៏មានព្រះជន្មអកលតទៅបរិសុទ្ធទ្រង់ប្រដល់មនុស្សទាំងអទូបំណោមានបំបើសេរីព្រះអង្គមិនឃើញឡើយគង់តែព្រះអង្គបរិសុទ្ធអនមានព្រះនាទីសទ្រង់សំដែងព្រះតីស្រឡាញ់យ៉ាងថ្នមហើយបរិសុទ្ធព្រះអង្គម្ចាស់
ថ្លែងពីព្រះអង្គថាទ្រង់វិសេសវិសូនបរិសុទ្ធបរិសុទ្ធបរិសុទ្ធគួរឲ្យលើល្បីត្រង់ខ្ទរគឺព្រះដ៏មានគុណធ្ងន់ក្រៃជាបំផុតអេមែនចារៀងសលេងដាច់បន្តិចបងប្អូនចាព្រោះខ្ញុំមិនសូវបានហាត់ជាងចារៀងទាំងហើមខ្លីចាសូមឲ្យអរគុណដល់ព្រះអង្គម្ចាស់នៅថ្ងៃបរិសុទ្ធទុកយ៉ាងណាក៏ដោយកូនច្រៀងថ្វាយព្រះអង្គដោយអស់ពីចិត្តអស់ពីគំនិតអស់ពីវិញ្ញាណផងដែរដែលព្រះអង្គឲ្យកូនអស់គ្នាទុកជាកូនអស់គ្នាសលេងមិនព្រោះយ៉ាងណាក៏ដោយក៏កូនអស់គ្នាមានអំណរនឹងច្រៀងថ្វាយព្រះអង្គដូចមានខ្ញុំបានប្រាប់បងប្អូនមានទីបន្តមួយចាតានឹងគាត់តែងតែច្រៀងនៅក្នុងព្រះវិហារជារៀងរាល់សប្តាហ៍ដល់ពេលគាត់ចាស់ទៅគាត់សលេងញ័រចាគាត់សលេងញ័រទៅគេរកអ្នកថ្មីមកជំនួសចាអ្នកថ្មីមកជំនួសនឹងចាគឺគាត់សលេងល្អប៉ុន្តែទេវតាបានមកពីជើងសពប្រាប់គាត់ថាហេតុអីបានអត់បានឮសំឡេងច្រៀងនៅក្នុងព្រះវិហារនឹងទៀតថ្វាយព្រះអង្គទៀតហើយពួកគេបានប្រាប់ថាជើងច្រៀងរាល់តែសប្តាហ៍ប៉ុន្តែពួកគេច្រៀងអត់ឲ្យអស់ពីចិត្តណាបងប្អូនចាគេច្រៀងឲ្យបានតែពីរោះជឿព្រះអង្គមិនបានស្ដាប់យើងឮយើងច្រៀងអស់ពីចិត្តចាយើងអណ្ដែតអណ្ដូងទៅតាមព្រះបន្ទូលរបស់ព្រះអង្គតាមចម្រៀងហើយអស់ពីចិត្តនេះឯងព្រះអង្គស្ដាប់យើងឮម្ល៉េះឲ្យកូនអស់គ្នាច្រៀងថ្វាយព្រះអង្គអស់ពីចិត្តសូមឲ្យព្រះអង្គប្រទានពរឲ្យកូនអស់គ្នាប្រទានឲ្យកូនអស់គ្នាមានអំណោយទានផ្សេងៗទាំងចម្រៀងទាំងព្រះបន្ទូលព្រះអង្គទាំងសពផ្សាយនៅមេរៀនសេចក្តីជំនុំជម្រះនេះដើម្បីឲ្យកូនអស់គ្នាបានធ្វើការព្រះចុងក្រោយ1ម៉ោងដូចផងដែរខ្ញុំម្ចាស់ទូលមកគុំថ្ងៃនេះថ្ងៃបរិសុទ្ធរបស់ព្រះអង្គកូនសូមយើងអង្គព្រះវិញ្ញាណជាអង្គស្ដីពិតជាព្រះបរិសុទ្ធបរិសុទ្ធបរិសុទ្ធគឺទ្រង់មានតែទ្រង់មួយទៀតដែលបរិសុទ្ធកូនអស់គ្នាជាមនុស្សមានបាបខ្វះមកដល់សេរីល្អនៃទ្រង់កូនមិនអាចឃើញប្រភពទ្រង់ទេកូនសពថ្ងៃឃើញប្រភពទ្រង់ព្រៀងព្រោះកូននៅក្នុងសេចក្តីងឹតម្ល៉េះឲ្យកូននឹងគិតថាថ្ងៃមួយកូនអត់បាបកូនមានស្រីល្អដែលព្រះអង្គបានបំពាក់អាវកូនអត់គ្នាកូននឹងឃើញព្រះអង្គមុខទល់ល្មមមិនឆេះនោះទេសូមឲ្យព្រះបរិសុទ្ធមកគង់នៅជាមួយកូនអត់គ្នាដើម្បីឲ្យកូនអត់គ្នាបានបរិសុទ្ធដូចជាទ្រង់ហើយនៅបងប្អូននៅកន្លែងផ្សេងនឹងបើបម្រើរបស់ទ្រង់ប្រទានឲ្យកូនអត់គ្នាជាគ្រូបង្ហាត់បង្រៀននៅក្នុងថ្ងៃបរិសុទ្ធនេះដើម្បីឲ្យកូនអត់គ្នាបានជួបគ្រប់ទាំងសេចក្តីពិតដល់ព្រះបន្ទូលទ្រង់នៅក្នុងត្រែទី5សូមវត្តមានរបស់ព្រះអង្គជាព្រះបរិសុទ្ធបើកសម្ដែងតាមព្រះបន្ទូលរបស់ព្រះអង្គតាមព្រះវិញ្ញាណព្រះភ័ក្រទ្រង់បានភ្លឺហើយបើកសម្ដែងបើបំរើរបស់ទ្រង់បានយល់ឲ្យគាត់មានបញ្ញានៅក្នុងចិត្តក្នុងគំនិតនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនបាទរីករាយនៅថ្ងៃបរិសុទ្ធរបស់ព្រះជាមួយគ្នាបងប្អូនយើងអរគុណព្រះនៅសំនៀងពួកបរិសុទ្ធច្រៀងសរសើររំកើងទ្រង់ពីកំណល់កលបបារបស់ទ្រង់បរិសុទ្ធបរិសុទ្ធបរិសុទ្ធគឺតំណាងឲ្យព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺទ្រង់បរិសុទ្ធទាំងអស់សូម្បីតែសមោនៃសេចក្តីទុច្ចរិតហ្នឹងក៏អត់មាននៅក្នុងទ្រង់ដែរហើយយើងទាំងអស់គ្នាត្រូវការទ្រង់មែនទេបើគ្មានភាពបរិសុទ្ធរបស់ទ្រង់នៅក្នុងជីវិតរបស់យើងទាំងអស់គ្នាទេគឺយើងមិនអាចទៅរស់នៅជាមួយនឹងទ្រង់បានទេអញ្ចឹងហើយបានជានៅថ្ងៃចុងបំផុតមនុស្សពីរពួកដែលមិនភ្លក់សេចក្តីស្លាប់គឺព្រះអង្គទ្រង់បោះត្រាគេដើម្បីឲ្យព្រះដ៏បរិសុទ្ធឬក៏ត្រាដ៏បរិសុទ្ធរបស់ព្រះអង្គនឹងឯងគឺជាត្រារបស់ព្រះដែលមានបជនរស់នៅណាតាមរយៈទេវតាពីទិសថ្ងៃរះដែលលោកយកមកបោះត្រាពួកផលដំបូងនៃមនុស្សរស់ដើម្បីឲ្យបានសម្រេចនៅព្រះបន្ទូលរបស់ទ្រង់ដែលព្រះអង្គទ្រង់ចង់ឲ្យផែនដីនឹងបានដូចនៅឋានសួគ៌ដែលនៅថ្ងៃចុងបំផុតមនុស្សពីរពួកហ្នឹងគឺគេអត់ភ្លក់សេចក្តីស្លាប់ទេគេរស់នៅឆ្លងកាត់នៅសេចក្តីទុក្ខវេទនាដែលអានិម្ចាស់បារាណវាធ្វើទុក្ខដល់ផែនដីនៅថ្ងៃចុងបំផុតនឹងពួកគេឆ្លងផុតទាំងអស់ដោយសារមានវត្តមាន
របស់ទ្រង់ដែលជាព្រះដ៏បរិសុទ្ធនៅក្នុងជីវិតគួងលើសោយរីបល្ល័ង្កចិត្តបល្ល័ង្កជីវិតរបស់ពួកគេហើយពួកគេបានចុះពីបល្ល័ង្ករបស់ពួកគេណាគឺអត់មានអញនៅក្នុងជីវិតរបស់ពួកគេតទៅទៀតទេតែយើងអរគុណព្រះទូព្រះបង្គំពីផែនដីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធផងដែរសូមគោរពប្រតិបត្តិនិងថ្វាយបង្គំដល់ព្រះវេដាព្រមទាំងជំរាបសួរទេវតានិងពួកបរិសុទ្ធនៅចក្រវាឡផ្សេងផងដែរដែលយើងទាំងអស់គ្នានៅផែនដីកំពុងតែគោរពសម្រេចធ្វើតាមនៅសេចក្តីបង្គាប់របស់ព្រះវេដានៃយើងដែលទ្រង់ចង់ឲ្យផែនដីនឹងបានដូចនៅឋានសួគ៌ដែរតែយើងអរគុណព្រះដែលផែនដីតាំងពីធ្លាក់ទៅក្នុងអំពើបាបគឺមកពួកធំគេទៅថ្វាយបង្គំខុសមិនថ្វាយបង្គំដល់ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីសមុទ្ររបស់សពតារពើព្រមទាំងរន្ធទឹកទាំងប្រមាណទេប៉ុន្តែមានមកពួកតូចដែរណាដែលថ្វាយបង្គំទ្រង់រហូតមកទោះបីជាគេមិនទាន់បានទទួលនៅព្រះគម្ពីរពេញលេញដែលសរសេរឡើងទាំងសញ្ញាចាស់សញ្ញាថ្មីនោះនៅឡើយក៏គេនៅតែបន្តគោរពឬក៏ថ្វាយបង្គំដល់ព្រះដែលបង្កើតគ្រប់ទាំងអស់នឹងឯងរហូតតមកហើយយើងដឹងថាក្នុងរយៈពេលហ្នឹងគឺរយៈពេលនៅក្នុងព្រះគម្ពីរវិវរណៈដែលប្រច័ណ្ឌនៅក្រោមបាតជើងរបស់ស្ត្រីណាហើយដល់ពេលផុតពីប្រច័ណ្ឌគឺប្រើរយៈពេលនៅក្នុងរយៈពេលប្រច័ណ្ឌនៅក្រោមបាតជើងហ្នឹងយើងបានសិក្សាហើយនៅក្នុងសេចក្តីជំនុំជម្រះមនុស្សរស់ព្រះឲ្យហោរាបានសរសេរប្រាប់យើងថាគឺក្នុងរយៈពេលហ្នឹងគឺ2500ឆ្នាំនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលចាប់តាំងពីធ្លាក់អំពើបាបរហូតមកគឺពួកគេបន្តការគោរពប្រតិបត្តិដល់ព្រះដែលពិតព្រះដែលមានបច្ចុប្បន្នរស់នៅព្រះដែលនៅក្នុងព្រះគម្ពីរហេព្រើរបានប្រាប់ថាទ្រង់ជាមេគីសាដេកគឺអត់មានមាតាបិតាឬក៏គ្មានថ្ងៃកើតក៏គ្មានថ្ងៃស្លាប់ដែរគឺព្រះអង្គទ្រង់រស់នៅអស់កលជានិច្ចមានមុនគេនៅសពថ្ងៃនិងនៅអស់កលជានិច្ចទាំងអស់ផ្ទៃមេឃនិងផែនដីនឹងកន្លងបាត់ទៅប៉ុន្តែព្រះអង្គទ្រង់អត់ទៅណាទេគឺព្រះអង្គនៅដដែលអញ្ចឹងហើយបានជាយើងទាំងអស់គ្នាព្រះវិញ្ញាណរបស់ទ្រង់គឺសម័យរបស់ព្រះវិញ្ញាណនៃសេចក្តីពិតទ្រង់ចុះមកយាងចុះមកជាសាររបស់ទេវតាពីទិសថ្ងៃរះហ្នឹងមកនាំយើងទាំងអស់គ្នាធ្វើត្រូវតាមគ្រប់ទាំងតម្រូវការរបស់ព្រះដើម្បីឲ្យព្រះអង្គទ្រង់បោះត្រាអ្នកដែលធ្វើតាមអ្នកដែលដើរតាមអ្នកដែលជឿតាមអ្នកដែលទទួលស្គាល់នៅគោលលទ្ធិពិតចុងក្រោយរបស់ទ្រង់ឬក៏ក្របពូជទី7អ្នកបងប្អូនបានសិក្សាទៅបងប្អូនអស្ចារ្យនៅក្នុងលេខ7គឺជាលេខចុងបញ្ចប់ហើយអ្វីទាំងអស់គឺចប់7ដូចជានៅពេលព្រះទ្រង់បង្កើតផ្ទៃមេឃនិងផែនដី6ថ្ងៃថ្ងៃទី7ព្រះអង្គឈប់សម្រាកផ្អាកពីគ្រប់ទាំងការដែលទ្រង់បង្កើតទ្រង់ធ្វើហ្នឹងព្រះអង្គទ្រង់សម្រាកនៅក្នុងថ្ងៃទី7ទ្រង់ប្រទានពរនៅក្នុងថ្ងៃទី7ទ្រង់ញែកថ្ងៃទី7ហ្នឹងចេញជាបរិសុទ្ធទៀតឃើញទេដល់ពេលព្រះអង្គទ្រង់ឲ្យគេសរសេរព្រះគម្ពីរចុងក្រោយគឺឲ្យយើងបានដឹងពីសេចក្តី7ណាជ័យជំនះទាំង7ហើយព្រះអង្គទ្រង់ឲ្យយើងទាំងអស់គ្នាបានសិក្សានៅសេចក្តីទាំង7គឺត្រាទាំង7ដែលកូនជៀមបកនៅក្នុងសេចក្តីជំនុំជម្រះឬក៏ថ្ងៃជំនុំចាប់ផ្ដើមថ្ងៃជំនុំជម្រះនៅនគរឋានសួគ៌មនុស្សស្លាប់នោះណាជាស្ដីជំនុំជម្រះមនុស្សស្លាប់ចាប់ផ្ដើមនោះគឺកូនជៀមបកត្រាទី1ទៅដល់7ប៉ុន្តែឥឡូវយើងដឹងថាកូនជៀមបកត្រានៅក្នុងត្រាទី6នៅឡើយណាហើយនៅពេលឆាប់ព្រះអង្គទ្រង់នឹងបញ្ចប់ត្រាទី6ហើយនឹងបើកបកត្រាទី7ហើយនៅ7ចុងក្រោយបងអស់គឺនៅក្នុងសម្រាប់ពិភពលោកគឺត្រែទាំង7ត្រែទាំង7និងសេចក្តីវេទនាទាំង7នឹងសុទ្ធតែជាសម្រាប់ពិភពលោកណានៅក្នុងត្រែទាំង7គឺសម្រាប់ពិភពលោកនឹងដែលយើងសិក្សាកន្លងមកឲ្យយើងបានដឹងដែល
តាំងពីដើមមកយើងនៅក្នុងសក្តីជំនុំជម្រះមនុស្សស្លាប់យើងមិនដែលយល់ដល់យើងយល់ខ្លះដែរណាប៉ុន្តែមិនទាន់យល់ដល់កម្ពស់ជំរឿទៅតឹងមិនដោយរបស់ត្រែទាំង7ហ្នឹងទេមានតែនៅក្នុងសាររបស់ទេវតាពេលទិសថ្ងៃរះទេដែលព្រះអង្គទ្រង់បើកសម្ដែងឲ្យយើងទាំងគ្នាយល់ដល់នៅគ្រប់ទាំងអស់នៅក្នុងត្រែទាំង7ហើយចប់នៅត្រែទាំង7យើងដឹងថាត្រែទី7គឺជាត្រែដែលទេវតាផ្លុំហើយជារយៈពេលដែលកូនមនុស្សដែលជាព្រះយេស៊ូវនោះណាទ្រង់មកយកទទួលអំណាចពេញលេញផែនដីរបស់ទ្រង់នឹងទៅក្នុងពហោះរបស់ទ្រង់វិញពេលព្រះអង្គទ្រង់យាងមកលើកទី1ព្រះអង្គទទួលអំណាចនៅផែនដីសិទ្ធនៅផែនដីណាដល់ពេលត្រែទី7គឺព្រះអង្គទ្រង់ទទួលទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់វិញមិនមែនជារបស់អ្នកអាទេនៅពេលនឹងឯងគឺជារយៈពេលដែលព្រះអង្គទ្រង់យើងបានសិក្សានៅសាបាកន្លងមកទេវតាចុះពីឋានសួគ៌មកមានចង្វាក់នៅដៃមកចាប់អានិកចង1000ឆ្នាំហ្នឹងណានោះហើយគឺរយៈពេលដែលចុងនៃត្រែទី7ឬក៏សក្តិវេទនាទាំង7ចប់ព្រះអង្គទ្រង់ទទួលអំណាចពេញលេញផែនដីជារបស់ផងទ្រង់វិញមិនមែនជារបស់អានិកបច្ចៈបារាណតទៅទៀតទេឬក៏មិនមែនជារបស់អ្នកណាតទៅទៀតទេណាដែលយើងអរគុណព្រះនៅក្នុងរយៈពេលនេះគឺយើងរស់នៅក្នុងរយៈពេលបោះត្រាផលដំបូងនៃមនុស្សរស់នៅក្នុងរយៈពេលបោះត្រាផលដំបូងនៃមនុស្សរស់គឺបានន័យថាសេចក្តីជំនុំជម្រះមនុស្សស្លាប់នឹងចិត្តកន្លងផុតដែរតែបងប្អូនយើងទាំងអស់គ្នាអរគុណព្រះដែលព្រះអង្គទ្រង់ប្រទាននៅសារចុងក្រោយមិនមែនតាមរយៈទេវតា3ហោះកាត់កណ្ដាលមេឃដែលក្រុមជំនុំឡាវឌីសេប្រកាសតាំងពីឆ្នាំ1844មកទេគឺទេវតាមួយទៀតមកពីទិសថ្ងៃរះតែគួរតែរាជរបស់ព្រះក្រុមជំនុំឡាវឌីសេមានការចាប់អារម្មណ៍មែនទេពីព្រោះនៅក្នុងព្រះគម្ពីរវិវរណៈមានទេវតា3ហោះកាត់កណ្ដាលមេឃតំណាងឲ្យសារដែលព្រះទ្រង់ឲ្យមកក្រុមជំនុំឡាវឌីសេឬក៏ Seventh Day Adventist របស់យើងចាប់តាំងពីឆ្នាំ1844មកហើយនៅក្នុងឆ្នាំ1930ឃើញថាមានទេវតាមួយទៀតនាំសារមួយទៀតមិនមែនទេវតា3ទេគឺជាទេវតាមកពីទិសថ្ងៃរះដូច្នេះអត់មានអីដែលគួរឲ្យសពេចសពិលទេមែនទេមានចែងនៅក្នុងព្រះគម្ពីរមានចែងនៅក្នុងវិញ្ញាណនៃបទទំនាយតែបើមានបងប្អូនមេដឹកនាំរបស់ព្រះវិហារណាប្រាប់ថាសេចក្តីទាំងអស់ហ្នឹងមិនមាននៅក្នុងព្រះគម្ពីរបងប្អូនពិចារណាមើលទៅណាថាតើអ្នកណាជាអ្នកដែលកុហកនេះយើងទាំងអស់គ្នាព្រះទ្រង់ឲ្យមានបញ្ញាគ្រប់គ្រាន់បើយើងខ្វះបញ្ញាមានតែសូមដល់ព្រះបន្ថែមសូមដល់ព្រះសូមពីព្រះមិនមែនទៅសូមពីមេដឹកនាំដែលជាមនុស្សដកដង្ហើមតាមរត់ចំបោះទេណាគឺសូមពីព្រះដូច្នេះឥឡូវយើងទាំងអស់គ្នាសិក្សាបន្តមុនយើងសិក្សាបន្តនៅក្នុងត្រែទី5ខ្ញុំសូមអញ្ជើញបងប្អូនទៅចំពោះបល្ល័ង្ករបស់ព្រះជាមុនសិនណាដើម្បីឲ្យព្រះអង្គទ្រង់យាងព្រះវិញ្ញាណនៃសេចក្តីពិតមកគង់ជាមួយយើងទាំងអស់គ្នាអរព្រះបិតាជាព្រះនៃយើងខ្ញុំដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតយើងខ្ញុំទាំងអស់គ្នាពីផែនដីសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះហត្ថីរបស់ទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ផងដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារាល់ថ្ងៃសូមអត់ទោសនៅសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំផងដែរហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមរំដោះឲ្យយើងខ្ញុំបានរួចពីអំណាចនៃសេចក្តីអាក្រក់វិញត្បិតរាជបច្ចេស្តានិងសេរីល្អជារបស់ផងទ្រង់នៅអស់កលជានិច្ចរាជជារបស់ផងព្រះបិតាបច្ចេស្តាជារបស់ផងព្រះរាជបុត្រាហើយ
នៅអស់កចនិចសេរីល្អដែលសមុទ្រពេញដោយទឹកនៅថ្ងៃចុងបំផុតផែនដីនឹងពេញទៅដោយអំណាចនិងសេរីល្អរាជនឹងបច្ចេស្តារបស់ទ្រង់ពិភពលោកដែលវង្វេងមិនច្បាស់លាស់នៅចំពោះទ្រង់ពួកគេនឹងដឹងពួកគេនឹងឃើញពួកគេនឹងទទួលស្គាល់ថាទ្រង់ជាព្រះដ៏ពិតមែនហើយពួកគេនឹងនាំគ្នាមកតោងជាយអាវពួកបរិសុទ្ធរបស់ទ្រង់ម្នាក់ដើម្បីឲ្យបានរួចពីសេចក្តីវេទនាដែលនឹងធ្លាក់មកទាំង7នៅលើផែនដីយើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់ទ្រង់សូមឲ្យព្រះនាមរបស់បរិសុទ្ធរបស់ទ្រង់បានប្រកបដោយពរដល់នៅអកលជានិច្ចយើងខ្ញុំសូមនៅពេលនេះផងដែររីករាយនៅថ្ងៃបរិសុទ្ធរបស់ទ្រង់ហើយសូមព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលជាព្រះវិញ្ញាណនៃសេចក្តីពិតមកសន្តិដ្ឋនឹងគួងនៅជាមួយយើងខ្ញុំទាំងអស់គ្នាម្នាក់មានបន្ទូលធ្វើជាគ្រូបង្រៀនយើងខ្ញុំទាំងអស់គ្នានាំយើងខ្ញុំទាំងអស់គ្នាចូលក្នុងគ្រប់អស់ទាំងសេចក្តីពិតរបស់ទ្រង់ហើយដាក់យើងខ្ញុំទាំងអស់គ្នានៅក្នុងសេចក្តីពិតនោះបោះត្រាជាសញ្ញាសម្គាល់បញ្ជាក់ថានេះជារាជរបស់ទ្រង់ហើយទ្រង់ជាព្រះរបស់យើងខ្ញុំទាំងអស់គ្នាយើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់ទ្រង់ក្នុងគ្រប់ការទាំងអស់យើងខ្ញុំសូមនឹងអរគុណទ្រង់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះគ្រីស្ទយេស៊ូវអាមែនបាទដូច្នេះនៅពេលនេះយើងទាំងអស់គ្នាសិក្សាបន្តនៅក្នុងត្រែទី5ណាត្រែទី5យើងបានដឹងថានៅពេលដែលត្រែទី5ផ្លុំឡើងគឺមានផ្កាយមួយធ្លាក់មកគឺយើងដឹងថាផ្កាយតំណាងឲ្យព្រះយេស៊ូវតួអង្គរបស់ព្រះយេស៊ូវដែលជាព្រះបន្ទូលដែលជាផ្កាយមួយយ៉ាងធំនៅក្នុងត្រែទី3នោះណាព្រះអង្គទ្រង់ត្រឡប់មកជាសាច់ឈាមកើតនៅក្នុងក្រោលសត្វហើយនាំយកនៅផ្លូវសង្គ្រោះឬក៏សេចក្តីសង្គ្រោះនឹងឯងដើម្បីឲ្យអស់អ្នកណាដែលជឿដល់ទ្រង់ប្រទានអំណាចឲ្យគេបានត្រឡប់ជាកូនព្រះគឺបែរថាបោះត្រាគេតាំងទីលំនៅក្នុងជីវិតរបស់គេការពារគេនោះគឺជាផ្កាយមួយដែលចុះពីឋានសួគ៌មកសំដៅទៅលើព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមព្រះបន្ទូលត្រឡប់មកជាសាច់ឈាមដើម្បីស្នាក់នៅជាមួយនឹងរាជរបស់ទ្រង់ហើយយើងឃើញនៅពេលដែលផ្កាយធ្លាក់មកផ្សែងហុយឡើងមានផ្សែងហុយឡើងដូចជាគុកភ្លើងដែលឆេះហើយយើងដឹងថាផ្សែងហុយឡើងតំណាងឲ្យនៅក្នុងសាររបស់ទេវតាពេលទិសថ្ងៃរះឲ្យយើងបានដឹងថាគឺតំណាងឲ្យសេចក្តីសគត់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងយកព្រះលោហិតជីវិតរបស់ទ្រង់យើងnóiថាឈាមឬក៏ព្រះលោហិតហ្នឹងតំណាងឲ្យជីវិតសងថ្លៃលួសមនុស្សនៅលើផែនដីមនុស្សទាំងអស់តាំងពីអាដាមរហូតមកមនុស្សដំបូងរហូតមកដល់មនុស្សដែលកើតចុងបំផុតណាដូច្នេះបងប្អូនដំណឹងល្អប្រាប់ឲ្យយើងបានដឹងថាសេចក្តីសង្គ្រោះមានសម្រាប់មនុស្សទាំងអស់នៅលើផែនដីរួចហើយសួរគ្រាន់តែថាតើបងប្អូនទទួលឬក៏បងប្អូនរុញច្រាននៅពេលដែលមនុស្សណាបដិសេធដំណឹងល្អរបស់ព្រះយេស៊ូវបានន័យថាបងប្អូនរុញច្រានសេចក្តីសង្គ្រោះចេញពីជីវិតរបស់ខ្លួនឯងហើយវាការជ្រើសរើសជារបស់ផងយើងណាពីដើមយើងហាក់ដូចជាសពេចសពិលនៅក្នុងផ្លូវសង្គ្រោះរបស់ព្រះប៉ុន្តែមិនមែននៅតែបែបហ្នឹងទេព្រះអង្គត្រូវតែឲ្យរាជរបស់ព្រះនឹងឯង
យល់នៅផ្លូវសង្គ្រោះឬក៏សេចក្តីសង្គ្រោះរបស់ទ្រង់ឯងច្បាស់លាស់ដើម្បីនឹងប្រកាសប្រាប់ទៅដល់ពិភពលោកឲ្យគេបានដឹងច្បាស់លាស់ដែរហើយនៅពេលដែលមនុស្សជាតិគ្រប់ជាតិសាសន៍គ្រប់គ្រួសារគ្រប់ភាសានៅលើពិភពលោកដឹងច្បាស់លាស់ហើយការជ្រើសរើសជារបស់ផងគេជ្រើសរើសធ្វើតាមពួកគេនឹងបានសង្គ្រោះគេលឺហើយបង្ងើយកន្តើយមិនយកចិត្តទុកដាក់បដិសេធគេនឹងបាត់សេចក្តីសង្គ្រោះគឺមានថាមិនបានទទួលទេដោយព្រោះតែមិនជឿពីព្រោះបើយើងមិនជឿអ្វីមួយគឺมันអាចនាំយើងទៅដល់កន្លែងហ្នឹងបានទេឃើញទេបងប្អូនផ្សែងហុយឡើងដ៏អស្ចារ្យហ្នឹងចេញពីចង្ហុកធំហ្នឹងគឺតំណាងឲ្យការលះបង់ដ៏អស្ចារ្យរបស់ព្រះគ្រីស្ទធ្វើសម្រាប់មនុស្សជាតិទាំងអស់នៅលើផែនដីហ្នឹងបើបងប្អូនមើលនៅក្នុងម៉ាកុសជំពូក15ខ33បងប្អូនដឹងថានៅក្នុងម៉ោង12កណ្ដាលថ្ងៃត្រង់ចេះណាគឺនៅពេលដែលព្រះអង្គទ្រង់សគត់នៅលើឈើឆ្កាងថ្ងៃកំពុងតែរះពេញអំណាចត្រូវងងឹតដាបពេញពីពិភពលោករហូតទៅដល់ម៉ោង3រសៀលគឺនៅក្នុងរយៈពេលហ្នឹងគឺរយៈពេលដែលព្រះគ្រីស្ទទ្រង់រងទុក្ខវេទនាហើយចុងបំផុតនៃការរងទុក្ខវេទនារបស់ទ្រង់ដោយព្រោះយើងទាំងអស់គ្នាដោយព្រោះបាបរបស់យើងដើម្បីសងថ្លៃលួសបាបរបស់យើងពីព្រោះបាបគឺជាការរំលងក្រឹតវិន័យរបស់ព្រះឬក៏រំលងបញ្ញត្តិរបស់ព្រះឬក៏រំលងគោលលទ្ធិពិតរបស់ព្រះហើយអ្នកដែលធ្វើរំលងគឺបានឈ្នួលនៃការរំលងគឺជាសេចក្តីស្លាប់ដូចជាបងប្អូនមានសំណួរចង់ដឹងពីអាដាមទី1និងអាដាមទី2អញ្ចឹងណាអាដាមទី1គឺរំលងច្បាប់របស់ព្រះទៅស្ដាប់តាមអ្នកមួយទៀតដែលថាខ្លួនជាទីស្រឡាញ់ពីព្រោះស្ដាប់តាមប្រពន្ធតំណាងឲ្យឆ្អឹងរបស់លោកសាច់របស់លោកនឹងឯងដែលហៅថាប្រពន្ធជាទីស្រឡាញ់ប៉ុន្តែប្រពន្ធជាទីស្រឡាញ់នឹងឯងជាអ្នកដែលមិនស្ដាប់បង្គាប់ទៅស្ដាប់តាមអានិពិចាសវរានដែលហៅថាអារៈហើយសាតាំងដែលវាคล้ายខ្លួនធ្វើជាពស់និយាយពីរសផ្អែមមកកាន់នាងដើម្បីឲ្យមានការចាប់អារម្មណ៍ពីរសមិនដែលពេលដែលចាប់តាំងពីព្រះបង្កើតពួកលោកមកមិនដែលឮសត្វនិយាយទេប៉ុន្តែចម្លែកនៅពេលនឹងឯងអានិពិចាសវរានវាយកពស់ចូលទៅក្នុងពស់คล้ายខ្លួនធ្វើជាពស់អញ្ចឹងបានព្រះអង្គហៅឈ្មោះវាថាអានិពិចាសវរានវាคล้ายខ្លួនធ្វើជាពស់អានិពិចាសវរាននឹងឯងមកនិយាយជាភាសាមនុស្សឲ្យមនុស្សចាប់អារម្មណ៍អញ្ចឹងហើយបានជាលបួងនាងអេវ៉ាដែលជាមាតានៃមនុស្សជាតិឲ្យធ្លាក់ទៅក្នុងអំណាចរបស់វាការជ្រើសរើសដូច្នេះកូនចៅរបស់លោកទាំងអស់ដែលកើតចេញពីអាដាមនិងអេវ៉ានឹងមកស្លាប់បាបជាការរំលងច្បាប់របស់ព្រះឈ្នួលរបស់បាបគឺជាសេចក្តីស្លាប់ជួយខ្លួនឯងមិនបានទេខំធ្វើបន់ធ្វើទានធ្វើល្អយ៉ាងណាក៏ដោយក៏ជួយខ្លួនឯងឲ្យរួចពីសេចក្តីស្លាប់មិនបានដែរដូច្នេះសំណួរសួរថាតើធ្វើយ៉ាងណាដើម្បីឲ្យរួចពីសេចក្តីស្លាប់ឬក៏អំណាចនៃសេចក្តីស្លាប់នឹងទៅបានបើបងប្អូនសួរសំណួរនេះទៅកាន់មេដឹកនាំ
មិនថាមេដឹកនាំរបស់ព្រះវិហារឬក៏មេដឹកនាំរបស់ពិភពលោកទេប្រកាសជាមិនមានចម្លើយច្បាស់លាស់ទេប៉ុន្តែបើសំណួរនេះបានមកដល់ពួកអ្នកដែលទទួលសាររបស់ទេវតាពីទិសថ្ងៃរះពួកគេមានចម្លើយច្បាស់លាស់ណាស់ទេដើម្បីឲ្យយើងមានជីវិតឬក៏រួចពីអំណាចរបស់បាបអំណាចរបស់សេចក្តីស្លាប់អំណាចរបស់សេចក្តីងងឹតទៅបានយើងត្រូវតែមានអំណាចនៃសេចក្តីពន្លឺនៃពន្លឺចុះអ្នកណាទៅជាអំណាចនៃពន្លឺបើអាដាមទទួលអំណាចនៃសេចក្តីងងឹតមកធ្វើឲ្យគាត់ងងឹតឬក៏ធ្លាក់ទៅក្នុងអំពើបាបទៅហើយហ្នឹងទេយើងត្រូវការព្រះទ្រង់ធ្វើផ្លូវសង្គ្រោះមួយទៀតដើម្បីជួយសង្គ្រោះពូជលោកអាដាមដូច្នេះតែព្រះអង្គទ្រង់ត្រូវបង្កើតមនុស្សមួយទៀតប៉ុន្តែមនុស្សទី1ព្រះអង្គយកធូលីដីមកបង្កើតមនុស្សទី2ដែលហៅថាអាដាមទី2ហ្នឹងព្រះអង្គទ្រង់មិនបានយកធូលីដីមកបង្កើតទេគឺទ្រង់ត្រឡប់អង្គទ្រង់ផ្ទាល់យកអង្គទ្រង់ផ្ទាល់មកត្រឡប់ធ្វើជាមនុស្សដើរតួជាអាដាមទី2ដូច្នេះអាដាមទី1មិនស្ដាប់បង្គាប់អាដាមទី2ស្ដាប់បង្គាប់បងប្អូនខុសគ្នាស្រឡះបងប្អូនមើលនៅក្នុងវិញ្ញាណបទនាបងប្អូននឹងដឹងហើយបងប្អូននឹងអស្ចារ្យលោកអាដាមនៅក្នុងសួនច្បារអេដែនអត់ខ្វះអីទេអ្វីដែលលោកត្រូវការសម្រាប់សាច់ឈាមផ្លែឈើសពបែបយ៉ាងនៅក្នុងសួនច្បារអេដែនព្រះអង្គប្រាប់ថាឯងអាចបរិភោគបានលើកលែងតែផ្លែដឹងខុសត្រូវមួយនៅកណ្ដាលសួនច្បារទេមិនត្រូវឲ្យបរិភោគទេមានគ្រប់ទាំងអស់មិនខ្វះអីទេធ្លាក់ទៅក្នុងសេចក្តីល្បួងព្រះយេស៊ូវជាអាដាមទី2អត់មានគ្រប់ទាំងអស់សូម្បីតែខ្នើយកោយប្រសិទ្ធរបស់ទ្រង់នឹងក៏អត់មានដែរបងប្អូនព្រះអង្គមានបន្ទូលថាកញ្ជ្រោងមានរូងរបស់វាគ្រាន់បើជាងទ្រង់សត្វហើរលើអាកាសវាមានសម្បុករបស់វាប៉ុន្តែអាដាមទី2ដែលជាព្រះយេស៊ូវនោះអត់មានកន្លែងកោយក្បាលទេពេលដែលទ្រង់កើតប្រសូតមកមិនមែននៅក្នុងវិឡាសកម្មស្កាយទេនៅក្នុងក្រោលសត្វទាបបំផុតប៉ុន្តែដើម្បីឲ្យកុំឲ្យគេចោទទៅព្រះអង្គថាព្រះអង្គទ្រង់ជាព្រះហ្នឹងបានព្រះអង្គទ្រង់មិនធ្លាក់សេចក្តីល្បួងទ្រង់មិនមានការខ្វះខាតទេបងប្អូនយល់ច្រឡំហើយព្រះគ្រីស្ទទ្រង់មកដើរតួជាអាដាមទី2ព្រះគ្រីស្ទជាមនុស្ស 100% សុទ្ធសាធព្រះអង្គក្រជាងគេក្រជាមនុស្សនៅលើផែនដីហ្នឹងព្រះអង្គអត់មានតែទាំងអស់នៅពេលដែលព្រះវិញ្ញាណនាំទ្រង់ទៅទីលហោឋាន40ថ្ងៃ40យប់ត្រូវអរិយលបួងនោះណាអរិយដែលវាលបួងនាងអេវ៉ានៅក្នុងសួនច្បារដែរហ្នឹងវាមកលបួងព្រះយេស៊ូវនៅក្នុងទីលហោឋានអត់មានអីទាំងអស់ណាព្រះយេស៊ូវទ្រង់ឈ្នះសេចក្តីលបួងអ្វីដែលទ្រង់មានគឺព្រះបន្ទូលគ្រប់ម៉ាត់ដែលទ្រង់កំណត់ណាព្រះអង្គទ្រង់កំណត់ព្រះបន្ទូលរបស់ព្រះវរបិតានៅក្នុងចិត្តនៅក្នុងជីវិតបងប្អូនសួរទៀតថាព្រះយេស៊ូវទ្រង់ជាព្រះហើយទ្រង់ធ្វើម៉េចនឹងចាញ់សេចក្តីលបួងទៅបានអត់ទេបងប្អូនត្រូវយល់ឲ្យច្បាស់ព្រះយេស៊ូវទ្រង់ដើរតួយើងតំណាងយើងតំណាងអាដាមទី2ណាតំណាងអាដាមទី1អាដាមទី1ព្រះយេស៊ូវជាអាដាមទី2ដូច្នេះដើម្បីឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹតអំណាចរបស់សេចក្តីស្លាប់អំណាចរបស់បាបគ្រប់គ្នាត្រូវតែចូលទៅក្នុងអាដាមទី2ដើម្បីកើតចេញពីអាដាមទី2មកវិញគ្រប់គ្នាចូលនៅក្នុងអាដាមទី1កើតចេញពីអាដាមទី1ស្លាប់ដើម្បីឲ្យរួចពីសេចក្តីស្លាប់ត្រូវចូលទៅក្នុងអាដាមទី2យើងសួរថាតើយើងធ្វើម៉េចឲ្យចូលទៅក្នុងអាដាមទី2ដែលជាព្រះយេស៊ូវនឹងទៅបានបើយើងជាមនុស្ស
ធំប៉ុនវ័យហើយឃើញទេបងប្អូនសេចក្តីជំនឿនាំយើងទាញនាំយើងឲ្យយើងទទួលស្គាល់រួចហើយយើងចូលទៅក្នុងអាដាមទី2ហ្នឹងដោយសារផ្លូវសង្គ្រោះព្រះអង្គទ្រង់ធ្វើនៅក្នុងទីបរិសុទ្ធបងប្អូនទទួលបន់ជាមួយទឹកជាផ្លូវមួយចូលទៅក្នុងអាដាមទី2បងប្អូនទទួលជឿនៅសាររបស់ព្រះយេស៊ូវជាផ្លូវមួយទៀតចូលទៅក្នុងអាដាមទី2បងប្អូនធ្វើតាមសេចក្តីបង្គាប់របស់ព្រះទោះបីជាសេចក្តីយើងដឹងថាធ្វើតាមសេចក្តីបង្គាប់ត្រឹមត្រូវផ្លូវត្រឹមត្រូវគឺពិបាកណាស់ពីព្រោះព្រះអង្គមានបន្ទូលថាផ្លូវរបស់ទ្រង់តូចហើយចង្អៀតមានមនុស្សតិចណាស់ដែលរកផ្លូវនឹងឃើញហើយចូលទៅតាមផ្លូវហ្នឹងប៉ុន្តែផ្លូវរបស់អនិកម្ចាស់បារានវិញធំហើយទូលាយមនុស្សច្រើនណាស់ដែលកំពុងតែនាំគ្នាត្បុលក្បាលចូលទៅប៉ុន្តែមិនដឹងថាចុងបំផុតនៃផ្លូវហ្នឹងធ្លាក់ទៅក្នុងបឹងភ្លើងនរកទេវែងឆ្ងាយបងប្អូនណាដូច្នេះបើបងប្អូនចង់ដឹងយល់នៅរវាងអាដាមទី1និងអាដាមទី2បងប្អូនមើលនៅក្នុងសេចក្តីសរសេររបស់ព្រះវិញ្ញាណបរិសុទ្ធតាមរយៈលោកប៉ូលនៅក្នុង2 រ៉ូមនោះបងប្អូនក៏យល់ដែរណានិយាយបងប្អូនយើងសិក្សាបន្តទៀតនិយាយបងប្អូនអាចចាប់បាននៅកន្លែងហ្នឹងហើយដើម្បីឲ្យរួចពីអំណាចនៃសេចក្តីស្លាប់បងប្អូនត្រូវតែចេញពីអាដាមទី1ចូលមកក្នុងអាដាមទី2ដែលជាព្រះយេស៊ូវអាដាមទី2គឺជាព្រះយេស៊ូវគឺជាព្រះបន្ទូលគឺជាសេចក្តីពិតគឺជាសាររបស់ទេវតាពីទិសថ្ងៃរះដែលជាសារចុងក្រោយដែលព្រះអង្គទ្រង់ឲ្យមកដើម្បីជួយសង្គ្រោះព្រះវិហារបើព្រះវិហារបដិសេធអត់មានអ្នកណាអត់មានផ្លូវណាទៀតដែលអាចជួយសង្គ្រោះព្រះវិហារបានទេតែញ៉ាំបងប្អូនផ្លូវមានតែមួយពិភពលោកក៏ត្រូវតែចូលមកក្នុងអាដាមទី2ព្រះវិហារក៏ត្រូវចូលមកក្នុងសារចុងក្រោយរបស់ព្រះដែរឥឡូវយើងបន្តនៅក្នុងត្រែទី5ណានៅក្នុងវិវរណៈចំពុក12ខ10ព្រះអង្គទ្រង់បានប្រាប់យើងដឹងហើយថាក្រោយពីព្រះអង្គទ្រង់សគត់នៅលើឈើឆ្កាងតំណាងឲ្យផ្សែងហុយឡើងនោះណាគឺព្រះអង្គទ្រង់ធ្វើយ៉ាញ់បូជាយកអង្គទ្រង់មកធ្វើយ៉ាញ់បូជាដើម្បីជំនួសយើងទាំងអស់គ្នាឬក៏ជួយសង្គ្រោះយើងខ្ញុំទាំងអស់គ្នាយើងមើលខ10ចំពុក12វិវរណៈចំពុក12ខ10នោះខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថាឥឡូវនេះសេចក្តីសង្គ្រោះបងប្អូនចាប់អត់តាន់ដែលយើងអធិដ្ឋានរាល់ពេលនៅក្នុងវគ្គចុងក្រោយនៃសេចក្តីបង្រៀនរបស់ព្រះណាយើងឃើញមានសេចក្តី3ហ្នឹងសេចក្តីសង្គ្រោះប្រជេស្តារាជអូខេរបស់ព្រះនៃយើងហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់បានមកដល់ហើយចំពោះឋានសួគ៌នៅពេលដែលព្រះអង្គទ្រង់មកត្រឡប់ខ្លួនមកជាកូនមនុស្សដើរតួអាដាមទី2នេះណាហើយព្រះអង្គទ្រង់យកជ័យជំនះបានមិនធ្លាក់ទៅក្នុងសេចក្តីល្បួងទេទោះបីជាទ្រង់ត្រូវរងទុក្ខវេទនានៅក្នុងទីរហោឋាន40ថ្ងៃ40យប់អត់បាយអត់ទឹកយ៉ាងណាក៏ដោយព្រះអង្គទ្រង់ដើម្បីស្ដាប់បង្គាប់ព្រះអង្គឈ្នះណាទទួលនៅអំណាច3នឹងមកវិញ1បច្ចេស្តា2រាជហើយអំណាចរបស់ព្រះគ្រីស្ទឃើញទេដែលព្រះអង្គទ្រង់ក្រោយពីព្រះអង្គទ្រង់សគត់ហើយរស់ឡើងវិញនោះព្រះអង្គទ្រង់បានប្រាប់ហើយថាអំណាចនៅឋានសួគ៌និងផែនដីបានប្រគល់មកខ្ញុំហើយនៅពេលដែលព្រះអង្គទ្រង់ប្រសូតពេលដែលព្រះអង្គទ្រង់ទទួលបន់ជាមួយទឹកតាមរយៈលោកយ៉ូហានបាបទីសនេះណាព្រះអង្គព្រះនៃឋានសួគ៌ប្រគល់កូនសោនៃសេចក្តីសង្គ្រោះដល់ទ្រង់ព្រះអង្គសគត់នៅលើឈើឆ្កាងរស់ឡើងវិញព្រះអង្គទទួលនៅអំណាចផែនដីអំណាចនៅឋានសួគ៌ណាអញ្ចឹងថានៅក្នុងខ10នេះបានប្រាប់ថាអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់បានមកដល់ហើយត្បិតអានោះយើងដឹងថាអានោះគឺជាអនិច្ចចាស់បារាណឬក៏អរិយឬក៏ពស់ពីចាស់បារាណដែលហៅថាអរិយសាតានហ្នឹងអានោះដែលចោតប្រកាន់ពីពួកបងប្អូនយើងរាល់គ្នាដែលចេះតែចោតពីគេយើងដឹងថាមនុស្សអត់ទោស
វាទៅរកផ្លូវចោតដើម្បីឲ្យគេមានទោសវាចេះតែចោតពីគេហ្នឹងនៅចំពោះព្រះនៅក្នុងរយៈពេលនេះនៅបងប្អូនដឹងហើយគឺលោកម៉ូសេជាគំរូនៃពួកអ្នកជឿហើយបានស្លាប់ទៅព្រះអង្គទ្រង់ប្រោសឲ្យគេឲ្យលោករស់ឡើងវិញហ្នឹងអានេះព្រះចាបារ៉ាមវាលេចមកតវ៉ានឹងសពរបស់លោកម៉ូសេដូចគ្នានៅពេលដែលព្រះអង្គទ្រង់មកប្រោសពួកអ្នកជឿព្រះអង្គដែលមានលោកម៉ូសេជាអ្នកតំណាងហ្នឹងដែលបានសម្រាប់នៅក្នុងភ្នោហ្នឹងឲ្យរស់ឡើងវិញហ្នឹងអានេះព្រះចាបារ៉ាមមកតវ៉ានឹងបុគ្គលទាំងអស់ចំពោះបុគ្គលទាំងអស់ដែលបានមានឈ្មោះនៅក្នុងបញ្ជីរបស់កូនជាមទាំងអស់ដូចគ្នាដែរណាដូច្នេះវាចោតពីគេនៅចំពោះព្រះអ្នកឯងទាំងយប់ទាំងថ្ងៃកាលណានិយាយពីយប់ថ្ងៃក៏បែរថាមានតែនៅលើផែនដីដែលយើងកំពុងតែរស់នៅនេះទេនៅភពផ្សេងគេអត់មានយប់ទេគេមានថ្ងៃទាំងអស់ពីព្រោះអស់កលជានិច្ចគឺអត់មានយប់ទេវាត្រូវបោះទម្លាក់ទៅហើយមិនមែនវាចុះមកទេមិនមែនវាស្ម័គ្រចិត្តចុះមកទេគឺក្រោយពីវាសម្លាប់រាជបុត្រាដ៏បរិសុទ្ធរបស់ព្រះអត់ទោសអត់កំហុសអត់ស្លាកស្នាមជាកូនជាមអត់ស្លាកស្នាមអត់មានកំហុសតំណាងឲ្យផ្លូវសង្គ្រោះនៅក្នុងទីបរិសុទ្ធនោះណានៅឋានសួគ៌គេសម្រេចថាមិនឲ្យវាទៅចុះឡើងនៅឋានសួគ៌ចោតគេទាំងយប់ទាំងថ្ងៃតទៅទៀតទេសម្រេចចិត្តបោះនិយាយពីបោះឆ្នោតក៏បានដែរគឺថាទាំងអស់គឺសម្រេចទាំងអស់មិនឲ្យវាទៅឡើងទៅឋានសួគ៌ទេវាមិនចង់មកទេមែនទេបានជាគេចាប់វាបោះទម្លាក់មកផែនដីយ៉ាងបានបងប្អូនមើលនៅក្នុងវិវរណៈចំពុក12ទេបងប្អូនដឹងហើយគឺដោយព្រោះតែការដែលគេមិនអនុញ្ញាតឲ្យវាទៅឋានសួគ៌វិញចុះឡើងបានតាមអំពើចិត្តដូចជាលើកមុនបានជាវាខឹងសម្បាយ៉ាងខ្លាំងណាឥឡូវយើងមើលបន្តផ្សែងហោយឡើងក៏ដ៏អស្ចារ្យហ្នឹងគឺពីចង្ហុកធំតំណាងឲ្យការលះបង់របស់ដ៏អស្ចារ្យរបស់ព្រះគ្រីស្ទធ្វើសម្រាប់មនុស្សជាតិព្រះអង្គទ្រង់សេចក្តីសង្គ្រោះសម្រាប់មនុស្សជាតិមានគ្រប់គ្នាទាំងអស់ហើយបងប្អូននៅលើផែនដីអត់មានអ្នកណាមួយដែលថាมันមានសេចក្តីសង្គ្រោះនោះទេគឺព្រះគ្រីស្ទទ្រង់បានធ្វើសម្រាប់យើងទាំងអស់គ្នារួចហើយសំណួរសួរថាតើបងប្អូននៅពេលនេះដំណឹងល្អនៃសេចក្តីសង្គ្រោះនឹងបានមកដល់បងប្អូនហើយបងប្អូនទទួលជឿឬក៏អត់តែប៉ុណ្្នឹងទេអ្នកដែលទទួលអ្នកដែលជឿគឺបានសង្គ្រោះអ្នកដែលមិនទទួលបានន័យថាមិនជឿមិនបានសង្គ្រោះទេបានថាអត់មានសេចក្តីសង្គ្រោះមានមែនសម្រាប់អ្នករាល់គ្នាមានគ្រប់គ្នាមែនប៉ុន្តែនៅពេលដែលព្រះអង្គឲ្យអាមាត្យរបស់ទ្រង់យកសេចក្តីសង្គ្រោះហ្នឹងទៅដល់ដៃរបស់បងប្អូនហើយជាអំណោយឈ្នួលរបស់បាបគឺជាសេចក្តីស្លាប់អំណោយរបស់ព្រះនៃឋានសួគ៌គឺជាជីវិតអស់កលជានិច្ចតាមរយៈអាដាមទី2ដែលជាព្រះយេស៊ូវធ្វើនៅលើឈើឆ្កាងព្រះអង្គយកជីវិតអស់កលជានិច្ចដែលមនុស្សជាតិធ្លាក់នៅក្នុងអាដាមទី1នោះណាមិនដែលស្គាល់ជាតិនៅជីវិតអស់កលជានិច្ចទេឥឡូវអាដាមទី2យកជីវិតអស់កលជានិច្ចមកឲ្យមនុស្សជាតិនៅក្នុងអាដាមទី1អ្នកណាដែលទទួលគេនឹងមានជីវិតអស់កលជានិច្ចសេចក្តីសន្យាចំពោះពួកអ្នកដែលជឿឲ្យបានសម្រាប់នៅក្នុងភ្នោប៉ុន្តែជាសេចក្តីពិតការពិតជាក់ស្ដែងពិតចំពោះពួកអ្នកដែលរស់នៅតនការទាំងអស់មិនភ្លក់សេចក្តីស្លាប់ឃើញទេយើងមើលតទៅទៀតនៅក្នុងត្រែទី5នៅវិវរណៈចំពុក9ខ3អាប្រាប់ថាក៏មានកណ្ដោបក្រោយពីផ្សែងហុយឡើងដ៏អស្ចារ្យតាមរយៈការធ្វើយ៉ាញ់បូជាអង្គទ្រង់ដែលជាព្រះយេស៊ូវដែលជាអាដាមទី2ហ្នឹងនៅលើឈើឆ្កាងចំនួនបាបយើងទាំងអស់គ្នានៅលើផែនដីដែលធ្លាក់អំពើបាបហ្នឹងក្រោយមកមានកណ្ដោបចេញជាច្រើនណាពីផ្សែងមកលើផែនដីវាបានទទួលអំណាចដូចជាអំណាចខ្យាដំរីដែលនៅផែនដីឃើញទេក្រោយពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ
ដែលតំណាងឲ្យផ្សែងហុយឡើងនោះណារួចហើយពេលក្រោយនឹងមកគឺមានកណ្ដូបចេញមកកណ្ដូបតំណាងឲ្យអីបងប្អូនបានសិក្សាមកបងប្អូនដឹងហើយមែនទេតំណាងឲ្យគ្រីស្ទានក្រោយពីព្រះអង្គទ្រង់សគត់ហើយរស់ឡើងវិញទទួលអំណាចនៅឋានសួគ៌និងផែនដីហើយព្រះអង្គប្រទានអំណាចណាព្រះអង្គប្រទានអំណាចទៅពួកកណ្ដូបតំណាងឲ្យគ្រីស្ទានហ្នឹងឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសទៅប្រាប់គេឲ្យគេដឹងនៅសេចក្តីសង្ឃឹមថាជីវិតអស់កលជានិច្ចសេចក្តីសង្គ្រោះផ្លូវសង្គ្រោះសេចក្តីអស់សង្ឃឹមដែលអ្នករាល់គ្នាមានកន្លងមកឥឡូវមានសង្ឃឹមឡើងវិញទៅព្រះអង្គទ្រង់ឲ្យកណ្ដូបតំណាងឲ្យពួកគ្រីស្ទានអ្នកដែលដើរតាមព្រះគ្រីស្ទឬក៏អ្នកដែលជឿព្រះគ្រីស្ទទាំងអស់ហ្នឹងយកដំណឹងល្អនៃសេចក្តីសង្គ្រោះរបស់ទ្រង់នឹងឯងទៅប្រាប់ទៅដល់ពិភពលោកពួកគេមិនអាចទៅបានដោយខ្លួនឯងបានទេបើទ្រង់មិនប្រទានអំណាចឲ្យគេហេតុអីបានជាព្រះអង្គទ្រង់ត្រូវការប្រទានអំណាចឲ្យគេពីព្រោះអានិកម្ចាស់បារាណវាគ្រប់គ្រងនៅលើពិភពលោកនេះមែនទេវាមានអំណាចនៅលើពិភពលោកហ្នឹងហើយបើគ្មានអំណាចមនុស្សជាតិបើគ្មានអំណាចមកពីព្រះទេมันអាចពៀនៅអំណាចរបស់អានិកម្ចាស់បារាណបានទេអញ្ចឹងបានព្រះអង្គទ្រង់ត្រូវការប្រទានអំណាចទៅដល់កណ្ដូបគឺតំណាងឲ្យគ្រីស្ទានហ្នឹងឲ្យយកដំណឹងល្អនៃសេចក្តីសង្គ្រោះនឹងឯងអញ្ចឹងបានពួកសិស្សចាប់ផ្ដើមប្រកាសដំណឹងល្អពីជីវិតរបស់ព្រះគ្រីស្ទសេចក្តីសគត់របស់ព្រះគ្រីស្ទសេចក្តីរស់ឡើងវិញរបស់ព្រះគ្រីស្ទទៅដល់ពិភពលោកតាំងពីឈើឆ្កាងរហូតមកដល់ឆ្នាំ1844គឺដំណឹងនឹងឯងទៅប្រាប់ទៅដល់ពេញពាសពិភពលោកដោយសារអំណាចរបស់ព្រះគ្រីស្ទដូច្នេះបងប្អូនកណ្ដូបតំណាងឲ្យគ្រីស្ទានដែលមិនមានអ្នកណាប្រាប់បងប្អូនពីដើមមកទេពីព្រោះបងប្អូនហេតុអីបានជាយើងប្រាប់បងប្អូនថាអត់មានអ្នកណាប្រាប់បងប្អូនពីដើមមកពីព្រោះនៅពេលដែលបងប្អូនស្ដាប់សេចក្តីបង្រៀនរបស់អ្នកបកស្រាយនៅក្នុងត្រែទាំង7តាមរយៈក្រុមជំនុំរបស់ពួកអ្នកដែលតាំងខ្លួនថាជាអ្នកយល់នៅក្នុងត្រែទាំង7នោះណាសម្រាប់ក្រុមជំនុំរបស់យើង Seventh-day Adventist គេថាកណ្ដូបនោះគឺតំណាងឲ្យពួកអ្នកដែលជឿតាមមូស្លឹមឬក៏ពួកមហាម៉ាត់ហ្នឹងណាកណ្ដូបនោះតំណាងឲ្យពួកហ្នឹងប្រពន្ធទីទៀតទៅយើងពេលដែលបងប្អូនសិក្សាបន្តទៅបងប្អូនឃើញនៅក្នុងពេលដែលផ្សែងចេញពីមាត់របស់សង្ឃក្បាលសង្ឃនោះណាគឺគេមិនថាជាអំណាចរបស់ព្រះវិញ្ញាណរបស់ព្រះទេគេថាផ្សែងនឹងតំណាងឲ្យក្រកកំភ្លើងចេញពីកណ្ដុងរបស់ពួកមូស្លឹមនឹងមកព្រោះបាញ់ទៅចេញផ្សែងបើបងប្អូនអត់មានសេចក្តីពិតបងប្អូនយល់ថាការហ្នឹងគឺ make sense គឺអស្ចារ្យមែនទេពីព្រោះកំភ្លើងបាញ់ទៅចេញពីកណ្ដុងមកចេញផ្សែងហើយចេញជាភ្លើងហ្នឹងមែនទេបែកព្រាកចេញជាភ្លើងមកហើយណាប៉ុន្តែបងប្អូនមានសេចក្តីមានមេរៀនច្រើនដែលក្រុមជំនុំរបស់យើងត្រូវរៀនពីព្រោះអ្នកដែលបកស្រាយថាកណ្ដូបនោះឯងជាពួកមូស្លឹមហ្នឹងយើងដេញទៅថាតើអ្នកនឹងបុគ្គលនឹងពួកនឹងដែលមកតាំងខ្លួនថាជាពួកអ្នក Seventh-day Adventist នឹងថាតើពួកគាត់នឹងជាអ្នកណាជាហោរាក៏អត់មានដែរអត់មានព្រះទ្រង់ធ្វើបន្ទាល់ពីអ្នកទាំងនឹងទេឃើញទេសុទ្ធតែជាពួកអ្នកដែលអានិកម្ចាស់បារាណវាព្រោះទឹកមកដើម្បីបន្សាត់ពូជនាងទេដូច្នេះបងប្អូនកណ្ដូបអញ្ចឹងបានជាបើគ្មានកំហុសព្រះអង្គទ្រង់មិនបញ្ជូនសារត្រូវមកឲ្យយើងទាំងអស់គ្នាដែលជាសមាជិកឬក៏ដែលជាព្រះវិហារនឹងតទៅទៀតទេឃើញទេបងប្អូនព្រះអង្គទ្រង់បញ្ជូនសារចុងក្រោយនេះឬក៏សេចក្តីពិតចុងក្រោយនេះតាមរយៈក្របពូជទី7តាមរយៈទេវតាមកពីទិសថ្ងៃរះ
តាមរយៈម្នាក់ដែលស្ពាយដបទឹកខ្មៅស្លៀកសម្ពុតតែឯកនៅក្នុងអេសេគៀលជំពូក9ដែលបងប្អូនមានដឹកនាំរបស់ព្រះវិហារខ្លះប្រាប់ដល់សមាជិករបស់រាជរបស់ព្រះហ្នឹងថាអត់មានពួកហ្នឹងអត់មានសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរទេអេសេគៀលជំពូក9ជាព្រះគម្ពីរទេហេដានញ៉ាជំពូក2ជាព្រះគម្ពីរទេវិវណៈជាព្រះគម្ពីរទេពិចារណាមើលទៅណាដូច្នេះបងប្អូនព្រះអង្គទ្រង់ប្រាប់ឲ្យយើងបានដឹងថាកណ្ដូបមិនមែនពួកមហាម៉ាត់ទេកណ្ដូបគឺតំណាងឲ្យពួកគ្រីស្ទៀនកាលណាឮថាគ្រីស្ទៀនកុំឲ្យគិតថាឲ្យតែគ្រីស្ទៀនសិតតែពួកអ្នកធ្វើតាមព្រះគ្រីស្ទទាំងអស់មិនមែនទេមានព្រះគ្រីស្ទคล้ายក៏មានព្រះគ្រីស្ទពិតប្រាកដដែរមានព្រះគ្រីស្ទពិតប្រាកដក៏មានព្រះគ្រីស្ទคล้ายដែរមានហោរាពិតប្រាកដរបស់ព្រះយេស៊ូវក៏មានហោរាคล้ายរបស់អនិម្ចាស់បារានដែរមានគ្រីស្ទៀនពិតប្រាកដដែលធ្វើតាមព្រះគ្រីស្ទពាក្យរបស់ព្រះគ្រីស្ទគ្រប់ម៉ាត់គោលលទ្ធិរបស់ព្រះគ្រីស្ទគ្រប់ម៉ាត់ក៏មានគ្រីស្ទៀនតែមាត់បងប្អូនមិនមែនជាកំផែងលៀបសទេណាប្រយ័ត្នឲ្យមែនតើពីព្រោះកុំឲ្យគេមើលឃើញថាយើងល្អតែខាងក្រៅប៉ុន្តែព្រះនៃឋានសួគ៌ទួតមកក្នុងចិត្តរបស់យើងនឹងថាយើងទាំងអស់គ្នានឹងឯងជាកំផែងលៀបសល្អមើលតែខាងក្រៅប៉ុន្តែខាងក្នុងពេញទៅដោយសេចក្តីស្មោកគ្រោកពេញទៅដោយឆ្អឹងខ្មោចក៏មានថាអត់មានជីវិតនៅក្នុងអ្នកនឹងទេណាបើគ្មានសេចក្តីពិតបើព្រះយេស៊ូវមើលពីឋានសួគ៌មកមិនឃើញមានវត្តមានរបស់ព្រះវិញ្ញាណនៃសេចក្តីពិតតាំងទីលំនៅនៅក្នុងជីវិតរបស់យើងទេបានន័យថាបងប្អូនជាកំផែងលៀបសហើយព្រះវិញ្ញាណនៃសេចក្តីពិតគឺមានតែនៅក្នុងសារទី7ឬក៏សាររបស់ទេវតាពីទិសថ្ងៃរះទេខ្ញុំអាចបាននិយាយពីព្រះវិញ្ញាណបរិសុទ្ធទេណានិយាយពីព្រះវិញ្ញាណនៃសេចក្តីពិតដែលព្រះគ្រីស្ទទ្រង់ប្រាប់ទៅដល់ពួកបរិសុទ្ធរបស់ទ្រង់ថាកាលណាព្រះវិញ្ញាណនៃសេចក្តីពិតមកសន្ធិដ្ឋនៅលើអ្នករាល់គ្នានេះបានន័យថាមានរយៈពេលព្រះវិញ្ញាណនៃសេចក្តីពិតទ្រង់យាងមកមែនទេហើយបើព្រះវិញ្ញាណនៃសេចក្តីពិតទ្រង់យាងមកបងប្អូនត្រូវទទួលទ្រង់ឬក៏បងប្អូនបដិសេធទ្រង់អ្នកដែលទទួលទ្រង់ក៏បានន័យថាទ្រង់មកតាំងទីលំនៅនៅក្នុងជីវិតអ្នករាល់គ្នាប៉ុន្តែបើព្រះវិញ្ញាណទ្រង់យាងមកបងប្អូនបដិសេធបានន័យថាបងប្អូនមិនឲ្យព្រះវិញ្ញាណបរិសុទ្ធតាំងទីលំនៅនៅក្នុងជីវិតរបស់បងប្អូនទេនៅក្នុងរយៈពេលនោះហើយគឺបងប្អូនខ្លាយទៅជាកំផែងលៀបសហើយល្អមើលតែខាងក្រៅប៉ុន្តែខាងក្នុងមិនមានគោលលទ្ធិពិតរបស់ព្រះយេហូវ៉ាទេមិនមានសេចក្តីពិតរបស់ព្រះយេស៊ូវទេបងប្អូនយើងមិនបានដែលចោទបងប្អូនSeventh Day Adventist របស់យើងឬក៏ក្រុមជំនុំដើរលើសេនឹងថាជាបាបឡោនទេប៉ុន្តែមេដឹកនាំរបស់បងប្អូនទេដែលប្រាប់ទៅដល់រាជរបស់ព្រះចោទមកយើងទាំងអស់គ្នាថាយើងទាំងអស់គ្នាជាពួកខុសឆ្គងបងប្អូនអាននៅក្នុងវគ្គខាងដើមមិញទេអានិម្ចាស់បារានវាចោទគេទាំងយប់ទាំងថ្ងៃដូច្នេះបើក្នុងន័យពាក្យចោទបានន័យថាបងប្អូនជាកញ្ចះរបស់អាសាតាំងហើយអាសាតាំងប្រើបងប្អូនបានហើយមកចោទបងប្អូនគ្នាឯងហើយប៉ុន្តែយើងបងប្អូនស្ដាប់តាំងពីដើមរហូតដល់ចប់ទៅមិនដែលចោទដល់ក្រុមជំនុំ Seventh Day Adventist របស់យើងថាជាពួកបាបឡោនទេបើមានបងប្អូននិយាយថា Seventh Day Adventist ជាបាបឡោនយើងមានតែការពារមិនឲ្យហៅ Seventh Day Adventist របស់យើងថាជាបាបឡោនទេពីព្រោះកាលណានិយាយពីបាបឡោនសំដៅទៅលើស្រីសំផឹងសំដៅស្រីមិនបរិសុទ្ធណាពីប្រុសមួយទៅប្រុសមួយមិនចេះចប់មិនចេះស្កប់នៅក្នុងផ្លូវជីវិតរបស់ខ្លួននោះហៅថាស្រីសំផឹងហៅថាបាបឡោនប៉ុន្តែក្រុមជំនុំបរិសុទ្ធដែលប្រដាប់កាយដោយព្រះអាទិត្យតំណាងឲ្យសេចក្តីពិតរបស់ព្រះយេស៊ូវតាំងពីឆ្នាំ1844ណាមិនមែនបាបឡោនទេដូច្នេះបងប្អូនពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបងប្អូនបដិសេធបងប្អូនត្រូវយល់ឲ្យច្បាស់ដឹងឲ្យច្បាស់មុននឹងបងប្អូនទទួលក៏ត្រូវយល់ឲ្យច្បាស់ឲ្យដឹងឲ្យច្បាស់ដែរ
សិក្សាបញ្ជាក់បង្ហាញខ្លួនយើងដល់ព្រះជាសេចក្តីបង្គាប់របស់ព្រះវរបិតានៃយើងមិនមែនជាសេចក្តីបង្គាប់របស់ព្រះវិហារទេព្រះវិហារសេចក្តីបង្គាប់របស់គេបងប្អូនដឹងថាយ៉ាងម៉េចទេស្ដាប់តែតាមព្រះវិហារស្ដាប់តែមេដឹកនាំរបស់ព្រះវិហារទៅក្រៅពីមេដឹកនាំរបស់ព្រះវិហារក៏មកស្ដាប់ណានោះជាសេចក្តីបង្គាប់របស់ព្រះវិហារប៉ុន្តែសេចក្តីបង្គាប់របស់ព្រះគម្ពីរព្រះអង្គបង្គាប់ថាសិក្សាបញ្ជាក់បង្ហាញខ្លួនដល់ព្រះគឺបានថាឲ្យបងប្អូនសិក្សាបញ្ជាក់បង្ហាញខ្លួនដល់ព្រះជាវៀងនឹងព្រះហើយនឹងបងប្អូនដល់ខ្លួនឯងពីព្រោះអត់មានអ្នកណាបំភាន់បងប្អូនបានទេនិយាយបងប្អូនផ្សែងនៅក្នុងត្រែទី5តំណាងឲ្យសេចក្តីសង្កត់របស់ព្រះយេស៊ូវផ្លូវសង្គ្រោះរបស់ព្រះយេស៊ូវយ៉ាញ់បូជាដែលព្រះយេស៊ូវធ្វើសម្រាប់មនុស្សជាតិនៅលើផែនដីចេញពីផ្សែងនឹងមកមានកណ្ដូបតំណាងឲ្យគ្រីស្ទៀនពួកអ្នកដែលទទួលពាក្យរបស់ព្រះយេស៊ូវទៅធ្វើបន្តពីព្រះយេស៊ូវពីសេចក្តីពិតដែលព្រះយេស៊ូវមានបន្តសម្រាប់ព្រះវិហារ3ឆ្នាំកន្លះអ៊ីស្រាអែលខាងសាច់ឈាមណារួចហើយបានព្រះវិហារបដិសេធចោលស្ទីផាននឹងថ្មសេចក្តីពិតនឹងគឺទៅពិភពលោកដូចគ្នាសាររបស់ទេវតាពីទិសនៃរះជាសារនៃសេចក្តីជំនុំជម្រះមនុស្សរស់ខ្ញុំមិនបាននិយាយពីសេចក្តីជំនុំជម្រះមនុស្សរស់ទេណាបងប្អូនកុំឲ្យច្រឡំនិយាយពីសារនៃសេចក្តីជំនុំជម្រះមនុស្សរស់ព្រះអង្គទ្រង់ឲ្យមកតាំងពីឆ្នាំ1930មកទៅកាន់ព្រះវិហារនៅពេលដែលព្រះវិហារបដិសេធពេញលេញពេលណាទៅជាពេលដែលព្រះវិហារបដិសេធសាររបស់ទេវតាពីទិសថ្ងៃរះឬក៏សារនៃសេចក្តីជំនុំជម្រះមនុស្សរស់នឹងពេញលេញគឺចូលទៅក្នុងសេចក្តីវេទនារបស់យ៉ាកុបពេលនោះគឺបានថាព្រះវិហារបដិសេធពេញលេញហើយរុញច្រានសេចក្តីពិតរបស់ព្រះចេញពីជីវិតរបស់ខ្លួនឯងចេញពីព្រះវិហារហើយអញ្ចឹងបានជាម្ចាស់របស់ព្រះវិហារត្រូវបិទព្រះវិហារត្រូវបិទសាររបស់ទេវតា3ប៉ុន្តែកុំឲ្យភ្លេចណាសាររបស់ទេវតា3នឹងប្រកាសសារជាថ្មីនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមបងប្អូនដែរមើលនៅក្នុងសេចក្តីជំនុំជម្រះមនុស្សស្លាប់ច្បាស់លាស់ទេព្រោះហោរាស្រីដែលតំណាងឲ្យសេចក្តីជំនុំជម្រះមនុស្សស្លាប់នោះណាតសេប្រាប់ព្រះវិហារច្បាស់លាស់ណាស់សារទេវតា3នឹងប៉ោងឡើងឬក៏ប្រកាសសារជាថ្មីឡើងម្ដងទៀតតើបងប្អូនអានវិញ្ញាណនៃបទទំនាយបែបយ៉ាងម៉េចនេះសំណួរនេះព្រះយេស៊ូវសួរទៅដល់អ៊ីស្រាអែលខាងសាច់ឈាមម្ដងហើយថាតើអ្នកនរគ្នាអានព្រះគម្ពីរបែបយ៉ាងម៉េចនេះគិតស្មានថាបានសេចក្តីសង្គ្រោះឬក៏បានជីវិតអកលចនិចពីព្រះគម្ពីរនឹងមកប៉ុន្តែបដិសេធព្រះយេស៊ូវដែលជាព្រះគម្ពីរនឹងទទួលបានទេបើបដិសេធព្រះយេស៊ូវដែលជាព្រះបន្ទូលដែលជាតួរបស់ព្រះគម្ពីរទទួលមិនបានទេមែនទេព្រះវិហារនៅថ្ងៃចុងបំផុតនោះដូចគ្នាដែរព្រះយេស៊ូវទ្រង់មកដើរតួជាព្រះវិញ្ញាណនៃសេចក្តីពិតតាមរយៈសាររបស់ទេវតាពីទិសថ្ងៃរះប្រាប់ខ្វូតយកចេញពីសេចក្តីជំនុំជម្រះមនុស្សស្លាប់នឹងឲ្យយើងទាំងអស់គ្នាបានដឹងថាសាររបស់ទេវតា3នឹងប្រកាសសំឡេងឡើងចេញជាថ្មីម្ដងទៀតនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមហេតុអីពីព្រោះនៅពេលដែលទេវតា3ហោះកាត់កណ្ដាលមេឃតាំងពីឆ្នាំ1844នោះណាគឺហាម5ដល់ទៅពិភពលោកឲ្យថ្វាយបង្គំព្រះឲ្យត្រូវថ្វាយបង្គំព្រះនៅថ្ងៃឲ្យត្រូវនាំគេថ្វាយបង្គំព្រះនៅក្នុងថ្ងៃដែលទ្រង់បង្កើតសម្រាប់ញែកចេញជាបរិសុទ្ធប្រទានពរតាំងពីកំណើតលោកីមកឲ្យត្រូវហាម5កុំឲ្យទទួលទីសម្គាល់របស់សត្វឬក៏រូបវាឬក៏ទីសម្គាល់របស់វាហាម5ដល់ពិភពលោកឃើញទេចាប់តាំងពីឆ្នាំ1844មកប៉ុន្តែដោយព្រោះព្រះវិហារបែរខ្នងដាក់ព្រះយេស៊ូវដែលជាមេដឹកនាំ
ទម្លាក់ទេវតា3ចុះមិនបានហាម5តទៅទៀតទេជាពិសេសនៅក្នុងចុងបំផុតនៃឆ្នាំរាល់ឆ្នាំព្រះវិហារនៅក្នុងខែទី12ហ្នឹងខែ12ហ្នឹងគឺតែងតែប្រកាសទេវតា3សាររបស់ទេវតា3ហ្នឹងទៅកាន់ពិភពលោកប៉ុន្តែឥឡូវបងប្អូនឮទេអត់ឮទេមែនទេពីព្រោះគេទម្លាក់ចោលហើយធ្វើមិននឹងឮនេះអញ្ចឹងហើយបានជាព្រះអង្គទ្រង់ឲ្យទេវតាពីទិសថ្ងៃរះនឹងឯងមកប្រាប់បងប្អូនថាទេវតា3នឹងសម្លេងរបស់ពួកលោកនឹងចេញម្ដងទៀតប្រកាសទៅដល់ពិភពលោកម្ដងទៀតចុងក្រោយហើយនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមបានន័យថាសេចក្តីជំនុំជម្រះមនុស្សស្លាប់ចប់មែនទេបើមានសេចក្តីជំនុំជម្រះមនុស្សស្លាប់តំណាងឲ្យសារដែលព្រះទ្រង់ឲ្យមកក្នុងឆ្នាំ1844ដូច្នេះសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សស្លាប់ចប់មានពេលចាប់ផ្ដើមសេចក្តីជំនុំជម្រះមនុស្សស្លាប់ចាប់ផ្ដើមនៅពេលណាបងប្អូនគឺចាប់តាំងពីឆ្នាំ1844នៅពេលដែលព្រះយេស៊ូវយាងពីកន្ទប់ទី1នៃទីបរិសុទ្ធចូលទៅក្នុងកន្ទប់ទីបរិសុទ្ធបំផុតនៅក្នុងឆ្នាំ1844ចាប់ផ្ដើមជំនុំជម្រះមនុស្សស្លាប់ដែលបានជឿព្រះគ្រីស្ទដូច្នេះអត់នៅអញ្ចឹងរហូតទេប្រកាសជាសេចក្តីជំនុំជម្រះមនុស្សស្លាប់នឹងចប់ហើយនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សស្លាប់ចប់បានន័យថាពួកអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីរបស់កូនជាមគឺបានសើរើឡើងមកនៅចំពោះព្រះបានគ្រប់គ្នាបានសពគ្រប់ហើយនៅពេលដែលសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមអត់មានមនុស្សស្លាប់ទេបានន័យថាមនុស្សស្លាប់ព្រោះអ្នកជឿព្រះអង្គបើស្លាប់នៅពេលដែលសេចក្តីជំនុំជម្រះមនុស្សស្លាប់ប្រកាសជានៅមានឈ្មោះនៅក្នុងបញ្ជីនៃសេចក្តីជំនុំជម្រះមនុស្សស្លាប់ទៀតហើយព្រះអង្គត្រូវការជំនុំជម្រះមនុស្សស្លាប់នឹងបន្តទៀតដែរប៉ុន្តែអត់ទេសេចក្តីជំនុំជម្រះមនុស្សស្លាប់ចប់សេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមអញ្ចឹងហើយបានជាសារមកមុនសេចក្តីជំនុំជម្រះតាមក្រោយឥឡូវសារនៃសេចក្តីជំនុំជម្រះមនុស្សរស់បានមកហើយដែលបងប្អូនរួងចាំដែលហៅថាភ្លៀងចុងរដូវណាភ្លៀងចុងរដូវចុះមកហើយតើបងប្អូននៅរួងចាំភ្លៀងចុងរដូវតទៅទៀតទេពួកអ៊ីស្រាអែលរួងចាំព្រះមេស៊ីតាមរយៈហោរាម៉ូសេព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈលោកថាព្រះនឹងបង្កើតម្នាក់ទៀតឲ្យដូចជាលោកឲ្យគ្រប់គ្នាពួកអ៊ីស្រាអែលខាងសាច់ឈាមណាស្ដាប់តាមអ្នកនឹងចុះពួកគេអានព្រះគម្ពីររបស់ព្រះតាមរយៈសេចក្តីសរសេររបស់ព្រះតាមរយៈលោកម៉ូសេនឹងឯងរួងចាំព្រះមេអង្គនឹងលោកយ៉ាកុបបានប្រាប់ថាពេលដែលឆៃឡូមកដល់រាជអំណាចរបស់យូដារាជរបស់យូដានឹងត្រូវកន្លងផុតតើរាជរបស់យូដាកន្លងផុតមែនទេនៅពេលដែលព្រះយេស៊ូវដែលជាឆៃឡូជាព្រះអង្គសង្គ្រោះជាព្រះមេស៊ីមកដល់ពួកគេបដិសេធគឺរាជរបស់យូដាត្រូវកន្លងផុតអត់គ្រប់គ្រងតទៅទៀតបានទេពីព្រោះអំណាចបានប្រគល់មកដល់ឆៃឡូហើយណានិយាយបងប្អូនភ្លៀងចុងរដូវមកដល់ហើយព្រះវិហារនៅរួងចាំដដែលពីព្រោះអីអានាគម្ចាស់វរានវាទៅធ្វើឲ្យព្រះវិហារខ្វាក់ភ្នែកអញ្ចឹងហើយបានព្រះយេស៊ូវទូមានឲ្យយើងទាំងអស់គ្នាទិញថ្នាំលាបភ្នែកដើម្បីឲ្យបានជាភ្នែកឲ្យមើលឃើញថាភ្លៀងចុងរដូវធ្លាក់មកហើយថ្នាំលាបភ្នែកគឺមានតែមួយតំណក់ឬនៅក្នុងសាររបស់ទេវតាពីទិសថ្ងៃរះទេបើព្រះអង្គចង់មកបន្តក់នៅលើភ្នែកបងប្អូនហើយភ្នែកនៃជីវិតណាពីព្រោះបងប្អូនត្រូវកាត់ស្បែកចិត្តកាត់ផ្ដែកកាត់ស្បែកភ្នែកកាត់ស្បែកត្រចៀកនឹងទៀតដើម្បីឲ្យបងប្អូនបានទទួលនៅសាររបស់ទេវតាពីទិសថ្ងៃរះនឹងទៅបានតែបងប្អូនមានសេចក្តីច្រើនមានមេរៀនច្រើនណាស់ដែលយើងត្រូវរៀនឃើញទេ
អ្នកដែលទទួលបានតតែតិចបងប្អូនកាត់ស្បែកអ្នកដែលទទួលបានតតែបងប្អូនមានចិត្តដៃស្អាតនិងចិត្តបរិសុទ្ធយើងនិយាយទៅប្រកាសជាបងប្អូនខ្លះនិយាយនៅក្នុងចិត្តថាអូមានតែពួកពាក់មួកនឹងទេពួកក្រុមពាក់មួកនឹងទេដែលមានដៃស្អាតចិត្តបរិសុទ្ធបើបងប្អូននៅតែបដិសេធគឺបើថាបងប្អូនទទួលស្គាល់ថាខ្លួនឯងនឹងឯងបដិសេធសាររបស់ព្រះហើយហេមានតែពួកនឹងទេដែលគេទទួលមកនេះបងប្អូនកំពុងតែកាត់ទោសខ្លួនឯងដូចជាពួកផារ៉ាស៊ីពួកផារ៉ាស៊ីថាពួកគេជាពូជរបស់លោកអាប់រ៉ាហាំបើគេរស់នៅទាន់សម័យរបស់ការទាំងអស់ហ្នឹងពួកគេមិនសម្លាប់ហោរាទេបានជាព្រះយេស៊ូវរំលឹកប្រាប់ដល់គេថាអ្នករាល់គ្នាកំពុងតែទទួលស្គាល់ខ្លួនឯងថាខ្លួនឯងជាពូជរបស់អាសាតាំងហើយជាអ្នកដែលកាប់សម្លាប់គេហើយពូជរបស់លោកអាប់រ៉ាហាំអត់កាប់សម្លាប់អ្នកណាទេជួយសង្គ្រោះជឿប្រែចិត្តធ្វើតាមដើម្បីបានពពកពីព្រោះបើលោកអាប់រ៉ាហាំមិនជឿទេព្រះទ្រង់មិនបានរាប់ជីវិតរបស់លោកចេញជាបរិសុទ្ធទេហើយព្រះមិនបានញែកជីវិតរបស់លោកចេញជាបរិសុទ្ធទេហើយលោកមិនបានទទួលពរទេលោកជឿព្រះអង្គរាប់សេចក្តីជំនឿជាបរិសុទ្ធព្រះអង្គញែកជីវិតរបស់លោកពេលណានៅពេលដែលព្រះទ្រង់ញែកជីវិតរបស់លោកព្រះអង្គប្រាប់ថាឲ្យចេញពីញាតិសន្តានស្រុកភូមិរបស់ខ្លួនទៅដល់ស្រុកមួយដែលទ្រង់សន្យាថានឹងឲ្យដល់ឯងនិងពូជរបស់ឯងនៅអកលជានិច្ចលោកជឿសេចក្តីជំនឿតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាញែកជីវិតរបស់លោកធ្វើឲ្យជើងរបស់លោកនឹងឈានទៅគឺបានន័យថាពួកអ្នកជឿគេឈានទៅតាមសាររបស់ព្រះទៅដល់ទឹកដីសន្យាដែលព្រះទ្រង់សន្យាទុកឲ្យដល់ពូជរបស់លោកអាប់រ៉ាហាំឃើញទេហើយតាមរយៈសាររបស់ទេវតាពីទិសថ្ងៃរះព្រះអង្គប្រាប់ថាទ្រង់នឹងនាំរាជរបស់ទ្រង់ពីគ្រប់ទិសទាំងអស់ទៅជួបលោកអាប់រ៉ាហាំនៅក្នុងទឹកដីសន្យាមុននឹងព្រះអង្គទ្រង់យាងមកលើពពកលោកពួកគេទៅនគរឋានសួគ៌បងប្អូនមិនដែលដឹងទេមែនទេវែងឆ្ងាយទៅទៀតហើយឥឡូវយើងបែរមកក្នុងត្រែទី5បន្តគ្រីស្ទៀនគោរពកោតខ្លាចព្រះអង្គម្ចាស់តែមួយប៉ុណ្ណោះបងប្អូនជាគ្រីស្ទៀនទេបើគ្រីស្ទៀនគឺគោរពតាមព្រះគ្រីស្ទធ្វើតាមព្រះគ្រីស្ទតាមសេចក្តីបង្គាប់របស់ព្រះគ្រីស្ទដែលជាអ្នកកងវាលល្អមិនមែនបងប្អូនថាខ្លួនជាគ្រីស្ទៀនប៉ុន្តែទៅគោរពតាមមេដឹកនាំដែលជាមនុស្សដកដង្ហើមតាមរនចំោះដូចយើងដូចអ្នករាល់គ្នានោះទេគ្រីស្ទៀនគោរពតាមព្រះគ្រីស្ទពីព្រោះអីមេដឹកនាំរបស់បងប្អូនមិនមែនជាព្រះគ្រីស្ទទេយើងនិយាយអញ្ចឹងមិនមែនបានន័យថាយើងបន្តបង្អាប់ដល់មេដឹកនាំទេលោកប៉ូលនៅពេលដែលគេបង្គាប់ឲ្យផ្ទះកំភៀងលោកសម្ដេចសង្ឃដែលមិនស្ដាប់បង្គាប់ព្រះហើយគេនិយាយថាអ្នកហ៊ាននិយាយអញ្ចឹងទៅសម្ដេចសង្ឃផងលោកដឹងហើយថានឹងជាសម្ដេចសង្ឃដែលមនុស្សតាំងឡើងទេមិនមែនព្រះតាំងឡើងទេបើសម្ដេចសង្ឃដែលព្រះទ្រង់តាំងឡើងគឺធ្វើតាមសេចក្តីបង្គាប់របស់ព្រះហើយដូចគ្នាមេដឹកនាំរបស់ព្រះវិហារដែលមនុស្សតាំងឡើងមិនមែនជាពហុរបស់ព្រះតាំងឡើងគឺខ្ញុំនិយាយសម្ដៅទៅលើពួកអ្នកដឹកនាំក្រោយឆ្នាំ1888មេដឹកនាំមុនឆ្នាំ1888ឡើងទៅដល់1844គឺព្រះហស្ថរបស់ព្រះយេហូវ៉ាជ្រើសរើសពួកគេតាំងពួកគេលើកពួកគេឡើងធ្វើជាមេដឹកនាំរបស់ព្រះវិហារប៉ុន្តែមេដឹកនាំក្រោយឆ្នាំ1888មនុស្សជាអ្នកលើកមេដឹកនាំនឹងឡើងអញ្ចឹងហើយបានជាគេធ្វើអ្វីទៅតាមទំនៀមទម្លាប់របស់ព្រះវិហារមិនមែនការបង្គាប់របស់ព្រះយេហូវ៉ាទេដូច្នេះបងប្អូនសិក្សាបញ្ជាក់បង្ហាញខ្លួនយើងដល់ព្រះឲ្យច្បាស់លាស់ពីព្រោះនៅពេលដែលទ្វារនៃសេចក្តីសង្គ្រោះបិទសម្រាប់ព្រះវិហារបងប្អូននៅខាងក្រៅនោះណាទោះបីជាបងប្អូនទៅស្ដីបន្ទោសមេដឹកនាំរបស់ខ្លួនឯងនឹងយ៉ាងណាក៏អត់បានផលដែរពួកគេជួយខ្លួនឯងមិនបានទេបើជួយខ្លួនឯងមិនបានធ្វើម៉េចនឹងជួយបងប្អូនបាន
ព្រោះទ្វារនៃសេចក្តីសង្គ្រោះបិទមិនមែនមានដឹកនាំបិទទេមិនមែនព្រះវិហារបិទទេគឺព្រះយេស៊ូវទ្រង់ជាអ្នកបិទហើយទ្រង់បិទទ្វារនៃសេចក្តីសង្គ្រោះសម្រាប់ព្រះវិហារនៅពេលដែលព្រះអង្គដាប់ថ្ម144,000 ចេញពីព្រះវិហារបានគ្រប់ចំនួននេះយើងមើលគ្រីស្ទៀនសតតែជាអ្នកដែលកោតខ្លាចដល់ព្រះតែមួយប៉ុណ្ណោះត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធគ្រីស្ទៀនរាប់ព្រះយេហូវ៉ាឬក៏ព្រះយេស៊ូវនឹងឯងទុកជាបរិសុទ្ធសម្រាប់ជីវិតរបស់ពួកគេមិនដែលរាប់មនុស្សសាមញ្ញដូចគ្នានឹងឯងដែលថាជាមេដឹកនាំនឹងឯងជាមនុស្សបរិសុទ្ធទេគឺតែងតែរាប់ព្រះយេហូវ៉ាឬក៏ព្រះយេស៊ូវឬក៏ព្រះវិញ្ញាណបរិសុទ្ធឬក៏ព្រះវិញ្ញាណនៃសេចក្តីពិតហ្នឹងជាបរិសុទ្ធសម្រាប់គេអញ្ចឹងហើយបានជាព្រះវិញ្ញាណតែមួយគត់ដែលអាចញែកជីវិតរបស់គេចេញពីបរិសុទ្ធទៅបានមិនមែនព្រះវិហារមិនមែនមនុស្សទេនេះបងប្អូនត្រូវឲ្យរាប់ព្រះយេហូវ៉ាពីដំណេះតទៅមុខជាបរិសុទ្ធនៅក្នុងជីវិតរបស់យើងព្រមទាំងយកទ្រង់ជាទីភ័យខ្លាចកុំឲ្យភ័យខ្លាចថាគេកាត់ឈ្មោះបងប្អូនចេញពីព្រះវិហារបងប្អូននឹកចាំពីព្រះអង្គទ្រង់មានបន្ទូលពីអ្នកខ្វាក់ពីកំណើតហើយនឹងម្ដាយរបស់ពួករបស់លោកឯងម្ដាយរបស់ឪពុកម្ដាយរបស់លោកខ្លាចគេកាត់ឈ្មោះចេញពីព្រះវិហារបានជានិយាយមិនលះទេណាប៉ុន្តែអ្នកខ្វាក់ពីកំណើតដែលព្រះយេស៊ូវទ្រង់ព្យាបាលឲ្យគាត់ជានៅជំងឺខ្វាក់នៅភាពខ្វាក់របស់គាត់នោះណាលោកឈរឃើញបងប្អូននៅថ្ងៃចុងបំផុតអ្នកដែលឈរគេនឹងឈ្នះប៉ុន្តែអ្នកដែលដួលគេនឹងចាញ់ឃើញទេអញ្ចឹងបានជាព្រះអង្គទ្រង់ឲ្យយើងសិក្សាបញ្ជាក់បង្ហាញខ្លួនដល់ព្រះពីឥឡូវនេះទៅដើម្បីដល់ថ្ងៃវេទនាមកដល់ដែលតាំងពីមានផែនដីមាននគរនៅលើផែនដីមិនដែលមានកន្លងមកនោះណាបងប្អូននឹងឈរអ្នកដែលមិនឈរគេនឹងដួលអ្នកដែលមិនយល់គេនឹងដួលហើយនេះបានជាអ្នកដែលឈរបងប្អូនប្រចាំបងប្អូនមើលនៅសេចក្តីពិតគោលលទ្ធិពិតឬក៏ភាពពិតកន្លងមកនៅក្នុងព្រះគម្ពីរដែលព្រះអង្គទ្រង់ឲ្យគេសរសេរមកអ្នកដែលឈរគឺជាអ្នកដែលព្រះយេហូវ៉ាទ្រង់តាំងទីលំនៅនៅក្នុងជីវិតរបស់ពួកគេឬក៏ព្រះយេហូវ៉ាមានវត្តមាននៅក្នុងជីវិតរបស់ពួកគេអ្នកដែលឈរគឺសិតតែជាអ្នកដែលព្រះទ្រង់ញែកគេចេញជាបរិសុទ្ធឃើញទេអ្នកដែលឈរគឺជាអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាយកព្រះយេហូវ៉ាជាទីភ័យខ្លាចរបស់ពួកគេនោះហើយសពុទ្ធអ្នកដែលឈរយេសាររបស់ទេវតាពីទិសថ្ងៃរះមកដើម្បីឲ្យយើងទាំងអស់គ្នាបានឈរបើបងប្អូនមិនឈរនៅក្នុងរយៈពេលដែលត្រជាក់មិនត្រជាក់ក្តៅមិនក្តៅនឹងទេបងប្អូននឹងទទួលនៅសេចក្តីបដិសេធដែរហើយបើទទួលនៅសេចក្តីបដិសេធបងប្អូនប្រកាសជាខកចិត្តដូចជាអេសាវវិញ្ញាណបទមានប្រាប់ថាទោះបីជាលោកខំយំសឹកសួលយ៉ាងណាក៏យកភាពច្បងនឹងឯងមកវិញមិនបានដែរពីព្រោះទី1អ្វីដែលកំហុសដែលលោកមានមើលងាយបច្ចេស្តារបស់ព្រះយេហូវ៉ាភាពច្បងគឺជាព្រះបច្ចេស្តារបស់ព្រះយេហូវ៉ាដែលឲ្យមកដែលតាំងឬក៏ចាក់ប្រេងតាំងនៅលើបុគ្គលនឹងគេបដិសេធគេចូលក្នុងបទមើលងាយអញ្ចឹងហើយបានជាអេសាវក្រោយពីបាត់នៅភាពច្បងរបស់ខ្លួនដោយព្រោះតែសម្លក្រហមមួយចានបងដឹងថាសម្លក្រហមមួយចានហ្នឹងតំណាងឲ្យអីនៅថ្ងៃចុងបំផុតហ្នឹងទេអានេះប្រជាវរាណវានឹងចេញច្បាប់បង្ខិតបង្ខំមនុស្សនៅលើពិភពលោកមិនលក់មិនដូរឲ្យពួកគេទេលើកលែងតែគេមានទីសម្គាល់របស់វានឹងឯងនៅលើដៃស្ដាំនៅលើថ្ងាសគេនោះហើយតំណាងឲ្យសម្លមួយចានអ្នកណាដែលសុខចិត្តទទួល
ទីសម្គាល់របស់អ្នកប្រជាបារានដោយព្រោះតែសម្លមួយចានហ្នឹងបងប្អូននឹងខកចិត្តដូចជាអេសាវយ៉ាងដូចគ្នាណាមិនមែនសម្ដៅត្រឹមតែព្រះវិហារទេពិភពលោកហ្នឹងក៏ដូចគ្នាដែរបើគេខ្លាចអំណាចរបស់ពិភពលោកគេសុកចិត្តទទួលទីសម្គាល់របស់អ្នកប្រជាបារានប្រកាសជាគេបាត់អំណាចរបស់ព្រះហើយប៉ុន្តែបើពួកអស់អ្នកដែលយកព្រះយេហូវ៉ាជាទីទុកចិត្តយកព្រះយេហូវ៉ាញែកជាបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេយកព្រះយេហូវ៉ាជាទីភ័យខ្លាចរបស់ពួកគេនឹងមិនមានភាពតក់ស្លុតនៅចំពោះច្បាប់ពិភពលោកទេប្រកបណានេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាណាដូចជាលោកពេត្រុសមានព្រះវិញ្ញាណពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធក្រោយបុណ្យថ្ងៃទី50នោះណានៅកិច្ចការចំពោះ4ខ19តែពេត្រុសនិងយ៉ូហានឆ្លើយតបថាបើគួរគប្បីនៅចំពោះព្រះឲ្យយើងខ្ញុំស្ដាប់តាមលោករាល់គ្នាសម្ដៅទៅលើមេដឹកនាំរបស់ព្រះវិហារសម្ដៅទៅលើព្រះវិហារណាជាងស្ដាប់តាមព្រះនោះសូមពិចារណាមើលចុះប្រាប់យ៉ាងម៉េចនេះគឺប្រាប់ថាពួកគេមិនអាចបដិសេធសេចក្តីពិតដែលព្រះអង្គទ្រង់ឲ្យគេឃើញនឹងភ្នែកឮនឹងត្រចៀកយល់នៅក្នុងចិត្តនោះបានទេអញ្ចឹងបានជានៅពេលដែលបងប្អូនសិក្សាសាររបស់ទេវតាពីទិសថ្ងៃរះយល់ច្បាស់នៅក្នុងចិត្តដឹងនៅក្នុងគំនិតចរិតនៅក្នុងវិញ្ញាណរបស់ខ្លួនឯងច្បាស់លាស់ហើយទោះបីជាមានគេមកបំភាន់ឬក៏ប្រើយកអំណាចរបស់ព្រះវិហារមេដឹកនាំមកចង់ពន្លត់បងប្អូនយ៉ាងណាបងប្អូនអត់រលត់ទេមែនទេនោះហើយគឺជាអំណាចដែលព្រះទ្រង់មានបន្ទូលតាមរយៈលោកពេត្រុសនោះគឺជាភ្លៀងដើមរដូវនៃដំណឹងល្អតែចេះភ្លៀងចុងរដូវនៃបញ្ចប់ដំណឹងល្អនឹងមានពួកអ្នកដែលទទួលអំណាចនឹងដូចគ្នាតើអ្នករាល់គ្នាមិនបានដឹងទេឬអីតើមិនបានឮទេឬអីតើអត់មានអ្នកណាប្រាប់ដល់អ្នករាល់គ្នាតាំងពីដើមមកទេឬអីណាតើអ្នករាល់គ្នាមិនបានយល់សេចក្តីតាំងពីកំណើតលោកីរៀងមកទេឬអីអេសាយចំពុក40ខ22គឺព្រះដែលគួងពីលើរង្វង់ផែនដីហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្ដូបបងចាប់តនេះឃើញទេក្រោយពីព្រះអង្គទ្រង់ធ្វើយ៉ាញ់បូជាផ្សែងហុយឡើងតំណាងផ្សែងហុយឡើងនោះណាកណ្ដូបចេញមកកណ្ដូបតំណាងឲ្យមនុស្សកណ្ដូបតំណាងឲ្យមនុស្សជាតិកណ្ដូបតំណាងឲ្យគ្រីស្ទៀនគឺទ្រង់ដែលលាតផ្ទៃមេឃគឺកណ្ដូបហ្នឹងគឺព្រះអង្គប្រាប់ថាមនុស្សប្រៀបដូចជាកណ្ដូបដូច្នេះមនុស្សនៅលើផែនដីព្រះអង្គសម្ដៅទៅលើអ្នកណាព្រោះនៅក្នុងត្រែទី5ហ្នឹងព្រះអង្គប្រាប់ថាក្រោយពីយ៉ាញ់បូជាក្រោយពីផ្សែងហុយឡើងហ្នឹងក៏មានកណ្ដូបចេញមកដូច្នេះព្រះអង្គប្រាប់បញ្យល់ប្រាប់ថាគឺទ្រង់ដែលលាតផ្ទៃមេឃអ្នកណាជាអ្នកលាតផ្ទៃមេឃគឺជាព្រះយេហូវ៉ាគឺជាព្រះយេស៊ូវអញ្ចឹងហើយបានជាកណ្ដូបដែលចេញក្រោយពីផ្សែងមកនោះណាហុយក្រោយពីផ្សែងហុយឡើងមកណាចេញកណ្ដូបមកហ្នឹងពួកហ្នឹងសុទ្ធតែជាពួកអ្នកដែលដើរតាមព្រះដែលលាតផ្ទៃមេឃឃើញទេព្រះដែលលាតផ្ទៃមេឃគ្មានអ្នកណាក្រៅពីព្រះយេហូវ៉ាព្រះដែលគ្រប់គ្រងផែនដីក្រៅគ្មានអ្នកណាក្រៅពីព្រះយេស៊ូវទេឃើញទេតែពួកហ្នឹងសុទ្ធតែជាពួកកណ្ដូបគឺទ្រង់ដែលលាតផ្ទៃមេឃដូចជាលាតបារាំហើយសន្ធឹងទៅដូចជាត្រសាល់សម្រាប់អាស្រ័យនៅអស្ចារ្យទេផែនដីព្រះអង្គវិទ្យាសាស្ត្ររកមើលឃើញថាផែនដីនេះមានរាងមូលដោយព្រោះតែគេដើរចូលឡើងទៅអត់ទៅណាទេអញ្ចឹងបានចេញពីភពមួយជុំវិញពិភពលោកហ្នឹងមកដល់កន្លែងដើមវិញបានជាគេថាផែនដីហ្នឹងមានរាងមូលនៅក្នុងការគិតរបស់គេដំបូងគេមើលទៅឃើញថាផែនដីហ្នឹងមានរាងសប៉ែតនៅក្នុងភ្នែករបស់ពួកគេប៉ុន្តែដល់ពេលគេធ្វើចលនាជុំវិញផែនដីហ្នឹងទៅវាចេញពីចំណុចមួយមកដល់ចំណុចមួយដដែលបានដីគេនិយាយថាផែនដីហ្នឹងមានរាងមូលហើយកំណត់នៅក្នុងព្រះគម្ពីរបានប្រាប់ថារង្វង់ផែនដីណាផែនដីមានរាងមូលអត់ដែលមានកន្លែងណាមួយដែល
អាងថាផែនដីនឹងមានរៀងសំប៉ែតដូចជាពួកវិទ្យាសាស្ត្រលើកដំបូងយល់នោះទេឃើញទេដូច្នេះបងប្អូនគ្រីស្ទៀនសុទ្ធតែជាពួកអ្នកដែលធ្វើតាមព្រះគ្រីស្ទឃើញទេដើម្បីឲ្យបងប្អូនយល់នៅក្នុងវគ្គនៃត្រែទី5បងប្អូនត្រូវចំណាយពេលច្រើនបន្តិចណាដើម្បីឲ្យយល់ពីព្រោះតាក់ទងទៅនឹងពេលចាប់ផ្ដើមរបស់ដំណឹងល្អតាក់ទងទៅនឹងពេលបញ្ចប់នៃដំណឹងល្អហើយប្រភពចេញពីអ៊ីស្រាអែលខាងសាច់ឈាមបញ្ចប់នៅក្នុងអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណអញ្ចឹងហើយបានជាយើងសិក្សានៅក្នុងត្រែទី5គឺត្រូវឲ្យយល់ទាំងអ៊ីស្រាអែលខាងសាច់ឈាមត្រូវឲ្យយល់ទាំងអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណរហូតដល់ទីបញ្ចប់សូមឲ្យព្រះបានគង់ជាមួយយើងស្លេះនៅក្នុងត្រែទី5នេះបន្តនៅក្នុងវគ្គទី3នៅសប្តាហ៍ក្រោយសូមឲ្យព្រះអង្គបានគង់ជាមួយថែរក្សាការពារហើយសូមឲ្យព្រះដែលសន្ធឹងផែនដីគ្រប់គ្រងផែនដីជាម្ចាស់នៃផែនដីនិងផ្ទៃមេឃនិងចក្រវាលទាំងអស់បានគង់នៅតាំងទីលំនៅញែកជីវិតរបស់យើងដល់គ្នាម្នាក់ចេញជាបរិសុទ្ធដោយសារសេចក្តីពិតដែលជាព្រះបន្ទូលរបស់ទ្រង់គឺជាព្រះវិញ្ញាណនៃសេចក្តីពិតតាមរយៈសាររបស់ទេវតាពីទិសថ្ងៃរះសូមឲ្យបងមកគង់ជាមួយថែរក្សាយើងបញ្ចប់នៅក្នុងរយៈពេលនេះវគ្គនេះហើយនឹងសេចក្តីអធិដ្ឋានបញ្ចប់អេមែនយើងអរគុណដល់ព្រះអង្គម្ចាស់អរគុណដល់អង្គព្រះវិញ្ញាណក្តីពិតគង់នៅជាមួយបាវបំរើបាទ្រង់ចាប្រទានឲ្យគាត់មានបញ្ញាយោបល់មកពីព្រះអង្គចាគ្រីស្ទៀនរបស់យើងទាំងអស់គ្នាយើងត្រូវតែកោតខ្លាចព្រះនឹងយើងមិនស្ដាប់បង្គាប់តាមមនុស្សនោះទេណាបងប្អូនព្រោះមនុស្សយើងគឺមានខ្យល់ដង្ហើមនៅក្នុងរន្ធច្រមុះជាមេដឹកនាំរបស់យើងមិនអាចជួយសង្គ្រោះយើងបានទេមានតែព្រះទេដែលអាចជួយយើងបានជួយសង្គ្រោះយើងបានអាមែនអរគុណដល់ព្រះអម្ចាស់សូមឲ្យព្រះអង្គសូមឲ្យកូនអរគ្នាបានកោតខ្លាចដល់ព្រះជាចេញពីសេចក្តីក្តក់ឲ្យនោះជាយោបល់ចាយើងអរគុណព្រះអម្ចាស់មែនទែនសូមឲ្យយើងបានស្ដាប់តាមព្រះជាអ្នកកង្វៀនល្អចាជាអ្នកកង្វៀនល្អយើងត្រូវស្ដាប់តាមព្រះដើម្បីឲ្យព្រះអង្គបានខ្វៀលយើងទៅចូលទៅក្នុងវាស្មៅខៀខ្ចីចាទឹកហូរគ្រឿងចាដើម្បីស្មៅខៀខ្ចីគឺជាស្មៅគឺតំណាងមនុស្សចាដល់ពេលកន្លែងនេះគឺជាស្មៅគ្រឿងខ្ចីដំបងហើយនឹងជាអ្នកកង្វៀលនឹងគឺជាព្រះបន្ទូលរបស់ព្រះអង្គវាលស្មៅខៀខ្ចីគឺជាព្រះបន្ទូលរបស់ព្រះអង្គដែរកន្លែងទៅនេះទឹកហូរគ្រឿងគឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គចាគឺជាព្រះវិញ្ញាណនៃសេចក្តីពិតរបស់ព្រះអង្គដែលតាមក្នុងអត្តន័យបញ្យលនៅក្នុងមេរៀនមួយចាមយើងអរគុណព្រះអង្គម្ចាស់មុននឹងបញ្ចប់កម្មវិធីនាងខ្ញុំនាំយកចម្រៀងបទនៅក្នុងសៀវភៅខ្មែរបរិសុទ្ធលេខ179ត្រង់ខ្វៀលខ្ញុំពិតចានាងខ្ញុំអានខព្រះគម្ពីរបន្តិចចានៅក្នុងអ្នកកង្វៀលដ៏ពិតនេះចានាងខ្ញុំអានទៅយូហានចំពោះ10ខបងប្អូនមានពេលខ2ខ7ទៅល្អប៉ុណ្ណឹងខ្ញុំអានចាស់ខ7ខ្ញុំជាគ្វាជាមចាហ្នឹងហើយខ9ខ្ញុំជាទ្វារបើអ្នកណាចូលមកតាមនោះនឹងបានសង្គ្រោះហើយរួចនឹងចេញចូលហើយនឹងរកបានវាលស្មៅដ៏ស្រួលអាមែនខ11ខ្ញុំជាអ្នកកង្វៀនល្អឯអ្នកកង្វៀនល្អក៏ស៊ូតែបដូរជីវិតជំនួសជាមអាមែនខ14ឯខ្ញុំជាអ្នកកង្វៀលល្អខ្ញុំស្គាល់ជាមរបស់ខ្ញុំហើយជាមខ្ញុំហើយជាមក៏ស្គាល់ខ្ញុំដាក់ក៏ស្គាល់ខ្ញុំខ15ដូច្នេះព្រះបវតាទ្រង់ស្គាល់ខ្ញុំហើយខ្ញុំក៏ស្គាល់ទ្រង់ដែរខ្ញុំស៊ូបដូរជីវិតនឹងជាម
ខ16ខ្ញុំក៏មានជាមឯទៀតដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយត្រូវតែខ្ញុំនាំជាមទាំងនោះមកដែរវានឹងស្ដាប់តាមសំឡេងខ្ញុំនោះនឹងមានពងតែមួយអ្នកគង្វាលតែមួយអេមែនចាចូលក្នុងក្រោលរបស់ព្រះអង្គចាជាមចូលក្នុងក្រោលរបស់ព្រះអង្គចាគឺយើងដឹងថាក្រោលគឺថ្ងៃឈប់សម្រាករបស់ព្រះអង្គក្រោលគឺនគរមុន1000ឆ្នាំហើយជាមសប្តាហ៍ថ្ងៃនៅក្នុង7 day វន្ទីរបស់យើងគឺជា140,000ចាដើម្បីព្រះអង្គប្រមូលមកចូលក្រោលហើយនៅជាមឯទៀតចាជាមឯទៀតដែលមិនទាន់បានចូលក្រោលគឺជាពួកមវងធំដែលគេនៅពីពេញពិភពលោកនៅក្នុងគណៈផ្សេងនៅក្នុងថ្មិលអត្តសាសនានៅក្នុងចាសាសនាផ្សេងថ្មិលអត្តសាសនាកុម្មុយនីសហ្នឹងគឺជាមឯទៀតដែលមិនទាន់បានចូលក្រោលគឺ140,000យកសេចក្តីចាទេវតាទី3នឹងមកទេវតាមកទិសថ្ងៃរះនឹងយកផ្សាយទៅឡោតក្រាយចាយកសម្លេងយ៉ាងខ្លាំងនឹងទៅផ្សាយហៅគេចេញពីបាប៊ីឡោនចាព្រោះគឺទេវតាមកទេវតាចំពុក18នេះឯងដែលបញ្ចប់បាបពិភពលោកចាអញ្ចឹងនៅក្នុងអត្តន័យថាវិវណៈចំពុក18គឺហៅរាជអញអើយចេញពីបាប៊ីឡោនគឺពួកមកវងធំហើយទេវតានឹងគឺនៅក្នុងមានសេរីល្អនឹងគឺទេវតាទៅជាមួយ140,000ចាគឺព្រះអង្គប្រើយើងតាមមនុស្សចាតាមមនុស្សហើយទៅហៅពួកមកវងធំមកចូលនៅក្នុងក្រៅរបស់ព្រះអង្គគឺ140,000អញ្ចឹងមិនទាន់អ្នកណាបានទទួលត្រាសត្វនោះនៅឡើយទេចាទៅថ្ងៃជប់សម្រាប់ចេញទៅថ្ងៃជប់សម្រាប់ចេញទៅបានគេទទួលនៅថ្ងៃជប់សម្រាប់របស់ព្រះអង្គគេនឹងចូលបានមកវងធំចាមុនដំបូង20កោដចារួចរាប់មិនអស់ចឹងអ្នកដែលទទួលនៅថ្ងៃជប់សម្រាប់របស់ព្រះអង្គដូចនេះខ្ញុំតែងប្រាប់បងប្អូនគេមានក្រឹបវិន័យ9ហើយចាដល់ពេលគេទទួលក្រឹបវិន័យមួយទៀតដែលក្រឹបវិន័យម្លងទាំងអស់គេបាន10មកវិញចាអញ្ចឹងគេបានចូលទៅក្នុងមកវងធំគេបានសេចក្តីសង្គ្រោះចឹងអ្នកណាអត់ទទួលបានគេទទួលបោះត្រាមួយនោះទីសម្គាល់របស់វាលេខរបស់វាណាបងប្អូនអរគុណដល់ព្រះអម្ចាស់សូមឲ្យព្រះអង្គបានប្រទានពរដល់កូនអរគ្នាទាំងបងប្អូននៅទីនេះដើម្បីកូនអរគ្នាបានត្រាជាមុនចាបានត្រាជាមុនហើយព្រះអង្គនឹងប្រទាននៅអំណាចចុងរដូវចាមួយទៀតចាបានព្រះវិញ្ញាណចុងរដូវហើយបានអំណាចចុងរដូវទៅប្រមូលពួកមកវងធំដែលជារបស់ព្រះអង្គនៅគ្រប់ទីកន្លែងនេះដើម្បីឲ្យគេចូលមកឲ្យមានក្រោលតែមួយអ្នកគង្វាលតែមួយអេមែនចាអញ្ចឹងសូមបងប្អូនអរគ្នាបានច្រៀងជាមួយនឹងខ្ញុំនៅលេខខ្មែរបរិសុទ្ធចាលេខ179ទ្រង់ជាអ្នកគង្វាលពិតអេមែនល
ងនាំខ្ញុំទៅដល់ត្រង់សំដៅទាំងខោថ្លាឈរទ្រង់នាំខ្ញុំទៅដល់ត្រង់សំដៅទាំងខោថ្លាឈរក៏កាយដំរងប្រលឹងបងខ្ញុំល្អជាមួយជួយដល់តុងព្រួយមិនឲ្យមានគ្រោះទ្រង់គង់ជាមួយជួយដល់តុងព្រួយមិនឲ្យមានគ្រោះទ្រង់ជួយដោយស្មោះថាតមអន់ខ្យល់ដោយការណាគឺជាព្រះគុណនិងក្តីសប្បុរសមេត្តាគឺជាព្រះគុណនិងក្តីសប្បុរសមេត្តាក្រុមពេលវេលាទ្រង់ដល់ហោហៀលើប្រមាលើប្រមាទ្រង់ឲ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋានទ្រង់ឲ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋានខ្ញុំនៅសង្សារលើសួគ៌វិមានអរគុណអើយអរគុណអើយមែនអរគុណដល់ព្រះអង្គចាស់សូមឲ្យអ្នកគង្វាលពិតគ្វាកូនអរគ្នាដើរមុខកូនអរគ្នាព្រោះកូនអរគ្នាជាជាមរបស់ព្រះអង្គដើរក្រោយធ្វើតាមព្រះអង្គកាមក្រោយចាសូមឲ្យកូនអរគ្នាបានដើរតាមទ្រង់ធ្វើតាមព្រះបន្ទូលទ្រង់ព្រោះទ្រង់មកផែនដីធ្វើជាគំរូដល់កូនអរគ្នាឲ្យកូនអរគ្នាបានដើរតាមសូមឲ្យព្រះអង្គបានជួយកូនអរគ្នាឲ្យកូនអរគ្នាបានដើរតាមព្រះបន្ទូលទ្រង់កុំឲ្យកូនអរគ្នាបែកឆ្វេងបែកស្ដាំទៅតាមលោកីនោះឡើយសូមព្រះអង្គបានថែរក្សាកូនអរគ្នានៅក្នុងចំអេងស្លាប់ក្នុងស្រីភ្នែកដល់ទ្រង់កុំឲ្យសត្រូវផងទ្រង់ឆក់កូនណាចេញពីព្រះអង្គនោះឡើយសូមឲ្យខ្វៀលកូនអរគ្នាជារៀងរាល់ថ្ងៃទាំងនៅថ្ងៃបរិសុទ្ធរបស់ព្រះអង្គហើយក៏ទៅថ្ងៃ6ថ្ងៃធ្វើការនៅក្នុងជីវិតសាច់ឈាមតទៅទៀតមានតែទ្រង់តែឈ្នះអំណាចរបស់ឆ្កែតចោរបស់ចៅកំណាចដែលមកឆក់កូនអស់គ្នាសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងសូមព្រះអង្គបានគង់នៅជាមួយនឹងបងប្អូនដែលមកក្រាបថ្វាយបង្គំទ្រង់នៅព្រឹកថ្ងៃនេះទៀតផងដែរហើយនៅ6ថ្ងៃដែលកូនអស់គ្នាធ្វើការនៅក្នុងជីវិតសាច់ឈាមកូនសូមគ្រប់ការទាំងអស់ដែងតែទូថ្វាយដាក់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនមែនបាទនៅក្នុងបទចម្រៀងបានប្រាប់ថាកន្លែងដែលសុខសាគឺនៅនគរឋានសួគ៌មកនេះប៉ុន្តែបងប្អូនសពថ្ងៃនៅឋានសួគ៌ឬក៏អត់នេះប្រកាសជាយើងអត់ទាន់បាននៅឋានសួគ៌ទេមែនទេអ្វីដែលព្រះវិហារមិនយល់នៅពេលនេះបទចម្រៀងបានប្រាប់យើងទៀតថាសេចក្តីស្លាប់កំពុងតែឡោមព័ទ្ធយើងហុំព័ទ្ធយើងជុំវិញឃើញទេបងប្អូនសេចក្តីស្លាប់ឬក៏មលុបនៃសេចក្តីស្លាប់ហ្នឹងកំពុងតែមកឡោមព័ទ្ធយើងដូចជាព្រះអង្គទ្រង់មានបន្ទូលតាមលោកពេត្រុសអញ្ចឹងណាអានិច្ចចាវរានវាក្រវ៉ែលទាំងក្រហមដូចជាសឹងនោះហើយគឺជាសេចក្តីស្លាប់ឃើញដើម្បីឲ្យយើងបានរួចពីអំណាចនៃសេចក្តីស្លាប់នឹងទៅបានមានតែសេចក្តីពិតទេ
ពីព្រោះមានតែសេចក្តីពិតទេឲ្យយើងមានសេរីភាពមែនទេបើគ្រីស្ទប្រាប់យើងទេបើយើងមិនមានសេចក្តីពិតទេមិនមានសេចក្តីពិតគ្រប់គ្រាន់សេចក្តីស្លាប់នៅតែមានអំណាចនៅលើឬក៏ហុំព័ទ្ធយើងដដែលហើយបើវាហុំព័ទ្ធហើយបើគ្មានអំណាចរបស់ព្រះគ្រីស្ទទេបើគ្មានសេចក្តីពិត 100% ទេបងប្អូនអត់ចេញរួចទេបើខ្វះតែមកកាក់ខ្វះតែមួយសេនដូចព្រះគ្រីស្ទបានប្រាប់បងប្អូនចេញពីកន្លែងហ្នឹងអត់រួចទេមានតែអ្នកដែលធ្វើការចុងក្រោយមកក្រុមទី5ឬក៏សម្ដៅទៅលើ144,000ទេដែលពួកគេមានមកកាក់ទទួលខ្មែរយកបទពិកៈហ្នឹងណាពួកគេសេចក្តីស្លាប់ដែលហុំព័ទ្ធគេមិនអាចហុំព័ទ្ធគេបានទេបំបាក់បំបែកនៅសេចក្តីស្លាប់ច្រវាក់នៃសេចក្តីស្លាប់នឹងទាំងអស់អញ្ចឹងហើយបានជាមុននឹងគេបំបាក់បំបែកនៅប្រព័ន្ធនៃសេចក្តីស្លាប់ហ្នឹងព្រះអង្គទ្រង់ឲ្យអំណាចទៅគេហ្នឹងទៅកិច្ចនៅត្រង់ប្រអប់ជើងហ្នឹងគឺទៅបំបាក់បំបែកនៅគោលលទ្ធិខុសឆ្គងរបស់អនិច្ចាវរានពេញពីពិភពលោកនឹងជាមុនសិនរួចហើយរំដោះបងប្អូនដែលកំពុងសំដៅទៅលើពិភពលោកណាដែលកំពុងអង្គុយនៅក្រោមម្លប់នៃសេចក្តីស្លាប់នឹងឲ្យពួកគេបានរួចបើគេមិនមកពួកគេអត់រួចទេដូចគ្នាព្រះវិហារសពថ្ងៃព្រះអង្គសំឡេងរបស់ព្រះយេស៊ូវឈរនៅមាត់ទ្វារកំពុងតែគោះហៅបងប្អូនចេញពីកន្លែងតិចមិនតិចក្តៅមិនក្តៅរបស់ក្រុមជំនុំឡាវឌីសេឲ្យមកក្នុងក្រោលឬក៏មកក្នុងសេចក្តីពិតរបស់ទ្រង់ដើម្បីឲ្យបងប្អូនឲ្យព្រះទ្រង់បានចាក់អំណាចនៃភ្លៀងចុងរដូវទៅលើពួកគេហើយព្រះអង្គទ្រង់បញ្ជូនគេទៅពេញពីពិភពលោកដូចជាយើងអរគុណព្រះតាមរយៈសាររបស់ទេវតាពីទិសថ្ងៃរះទេវតាមួយទៀតបន្ទាប់ពីទេវតា3នាំសារនាំសេចក្តីពិតនាំនៅរបៀបធ្វើយ៉ាងណាដើម្បីឲ្យព្រះយេហូវ៉ាឬក៏ព្រះយេស៊ូវបោះត្រានៅក្នុងជីវិតរបស់បងប្អូនដូច្នេះបើយើងមិនទទួលបងប្អូនអត់ដឹងរបៀបទេហើយបើនៅពេលដែលយើងអត់ដឹងរបៀបបានន័យថាយើងល្ងងយើងមិនចេះបើកាលណាអ្នកដែលមិនយល់គឺនឹងដួលនេះបងប្អូនព្រះអង្គទាមទារឲ្យយើងយល់អញ្ចឹងបានជាយើងសិក្សាបញ្ជាក់បង្ហាញខ្លួនយើងដល់ព្រះដើម្បីឲ្យយើងយល់ប្រយោជន៍កុំឲ្យយើងដួលមិនមែនដួលដោយបរមាណូទេកុំឲ្យយល់ច្រឡំគឺដួលទៅដោយដាវសម្លេះឬក៏គ្រឿងដែលនៅក្នុងដៃរបស់ទេវតាទាំង5នៅក្នុងនៅក្នុងអេសេគៀលចំពុក9នេះបងប្អូននៅក្នុងវិវណៈចំពុក7គឺពួកអ្នកដែលដួលនៅសម្រាប់ពួកអ្នកដែលគ្មានទីសម្គាល់ឬក៏គ្មានត្រារបស់ព្រះណាទេវតា4ទៅធ្វើទុកដល់ពួកអ្នកដែលគ្មានត្រារបស់ព្រះសម្រាប់ពិភពលោកសម្រាប់ព្រះវិហារទេវតា5ហើយនេះបានជាពិភពលោកព្រះអង្គប្រើតែទេវតា4ណាពីព្រោះលេខ4យើងដឹងថាលេខ4តំណាងឲ្យទិសទាំង4នៃពិភពលោកតំណាងឲ្យពិភពលោកណាលេខ5ព្រះវិហារគឺសំដៅទៅលើព្រះគម្ពីរតម្រូវទៅលើសេចក្តីពិតសំដៅទៅលើសារសំដៅទៅលើក្រុមទី5អ្នកដែលធ្វើការឃើញទេអញ្ចឹងបានជាព្រះវិហារគឺព្រះអង្គទ្រង់បញ្ជូនទេវតា5ដែលមានគ្រឿងសម្លេះនៅក្នុងដៃនៅក្នុងអេសេគៀលចំពុក9បើបងប្អូនមិនភ្ញាក់ផ្អើលទេនោះបងប្អូនប្រកាសជាលួងលក់នៅក្នុងសេចក្តីតិចមិនតិចក្តៅមិនក្តៅហើយនេះបងប្អូនភ្ញាក់ឡើងបំពាក់នៅគ្រឿងសឹករបស់ព្រះយេហូវ៉ាភ្ញាក់ឡើងបំពាក់នៅសេរីល្អរបស់ព្រះយេហូវ៉ាភ្ញាក់ឡើងដើម្បីឲ្យព្រះទ្រង់បានឲ្យការងារបងប្អូនធ្វើបន្តបញ្ចប់ចម្រូតប្រមូលផលនៃមនុស្សរស់មិនទាន់មិនព្រោះសេចក្តីស្លាប់ពីផែនដីនេះទៅសូមឲ្យយើងបានខំដើម្បីបានចូលទៅក្នុងចំណោមពួកនឹងដូចនេះបងប្អូនទៅចំពោះបល្ល័ង្ករបស់ព្រះជាមួយគ្នាដើម្បីបញ្ចប់នៅក្នុងការសិក្សារបស់ព្រះបន្ទូលរបស់ព្រះយើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់ព្រះអង្គសាជាថ្មីដែលព្រះអង្គទ្រង់បានមានវត្តមាននៅកណ្ដាលយើងខ្ញុំទាំងអស់គ្នាមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាសូមចរិតនៅសេចក្តីពិតដែលជាព្រះបន្ទូលរបស់ទ្រង់នៅក្នុងចិត្តនៅក្នុងជីវិតរបស់យើងខ្ញុំទាំងអស់គ្នា
ដើម្បីកុំឲ្យយើងខ្ញុំទាំងគ្នាធ្វើបាបនឹងទ្រង់សូមនាំយើងខ្ញុំចូលគ្រប់អស់ទាំងសេចក្តីពិតបើមានសេចក្តីរឹងរូសនៅក្នុងចិត្តរបស់យើងសូមឲ្យព្រះអង្គបានបំបាក់បំបែកសេចក្តីទាំងអស់នោះចេញពីយើងខ្ញុំទាំងគ្នាយើងខ្ញុំទាំងគ្នាអនុញ្ញាតមិនមែនជាការបង្ខំទេប៉ុន្តែទ្រង់តែមួយគត់ដែលជាទីពឹងជ្រកដែលយើងខ្ញុំទាំងគ្នាបានយកទ្រង់ជាទីកោតខ្លាចជាទីញាប់ញ័រសម្រាប់ជីវិតរបស់យើងខ្ញុំទាំងគ្នាពីដំណេះតទៅមុខកុំឲ្យយើងខ្ញុំទាំងគ្នាខ្លាចមនុស្សដែលដកដង្ហើមតាមរលចំោះឬក៏គ្រឿងសទ្ធាវុធដែលមនុស្សយកមកផ្គុំឡើងធ្វើនោះឡើយឲ្យយើងខ្ញុំទាំងគ្នាបានកោតខ្លាចទ្រង់ហើយយកទ្រង់ធ្វើជាព្រះអង្គសង្គ្រោះនិងជាព្រះអង្គម្ចាស់នៃជីវិតរបស់យើងខ្ញុំទាំងគ្នាពីដំណេះតទៅមុខយើងខ្ញុំទាំងគ្នាសូមអរគុណដល់ទ្រង់គ្រប់ការទាំងអស់យើងខ្ញុំសូមនឹងអរគុណទ្រង់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទទូព្រះបង្គំសារជាថ្មីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធដែរសូមថ្វាយបង្គំលាព្រះបិតាជំរាបលាពួកបរិសុទ្ធនិងពួកបរិសុទ្ធដែលនៅគ្រប់ទិសទីដែលតែងតែចូលរួមនៅក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះជាមួយគ្នាសូមឲ្យបងប្អូនអញ្ជើញទៅដល់សុខសាន្តគេងលួងលក់ស្កប់ស្កល់នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវពីស្រុកណាសារ៉េតសូមជម្រាបលា